សូមអញ្ញាតស្វាគមន៍មកកាន់ CCC Podcast episode ទី1ដែលនិយាយអំពីសហគ្រាសសង្គមតើសហគ្រាសសង្គមគឺជាអ្វីជាធម្មតានៅក្នុងអង្គការសង្គមស៊ីវិលរបស់យើងតែងតែលើកឡើងថាសហគ្រាសសង្គមនោះគឺជាការរកស៊ីមួយដើម្បីយកប្រាក់ចំណេញនឹងជួយទៅដល់សង្គមវិញដូច្នេះហើយថ្ងៃនេះយើងនឹងមានវាលគ្មិនកិត្តិយសរបស់យើងគឺលោកស្រីម៉ៅសុផានីដែលគាត់ជានាយិកាប្រតិបត្តិរបស់អង្គការ Spoon Cambodia លោកស្រីមានវត្តមាននៅក្នុងបន្ទប់យើងនេះស្រាប់ចឹងសូមស្វាគមន៍ទៅដល់លោកស្រីតែម្ដងបាទចាសូមជម្រាបសួរហើយសូមអរគុណ CCC Podcast ហើយ episode 1 ទៀតដែលបានអញ្ជើញយើងខ្ញុំឲ្យបានមកកាន់នៅទីនេះខ្ញុំជានាយិកានៅអង្គការស្លាបព្រាកម្ពុជាឬក៏ Spoon Cambodia Organization អង្គការស្លាបព្រាកម្ពុជារបស់យើងបង្កើតតាំងពីឆ្នាំ2009ដំបូងឡើយជាអង្គការក្រៅស្រុកបន្ទាប់មកដល់ហើយដោយសារតែ COVID 2019ក៏អង្គការក្រៅស្រុករបស់យើងក៏សម្រេចចិត្តថាបានបិទហើយយើងក៏បាន localize អង្គការហ្នឹងឲ្យទៅជាអង្គការក្នុងស្រុកនៅឆ្នាំ2021ហើយយើងគឺជាអង្គការបដោតទៅលើការអប់រំទៅលើជំនាញផ្នែកបដិសណ្ឋារកិច្ចហើយយើងជួយយុវវ័យពីអាយុ18ដល់24ឆ្នាំដើម្បីឲ្យគាត់អាចមករៀននៅជំនាញខាងផ្នែកចុងភៅខាងផ្នែកបម្រើអាហារភេសជ្ជៈខាងផ្នែកឆុងកាហ្វេហើយនិងខាងផ្នែកដុតនំហើយគាត់មករៀនជាមួយយើងរយៈពេល1ឆ្នាំពេញដល់ឥតគិតថ្លៃអូល្អមែនទែនសំណួរទី1ចង់សួរទៅដល់សុផានីដែរនៅពេលដែលសុផានីឮពាក្យថាសហគ្រាសសង្គមតើសុផានីយល់ឃើញយ៉ាងម៉េចដែរសម្រាប់ពាក្យនេះសម្រាប់ខ្ញុំសហគ្រាសសង្គមគឺជាអាជីវកម្មដូចគេដូចឯងគ្រាន់ថាអាជីវកម្មរបស់យើងពេលដែលយើងបានប្រាក់ចំណេញមកគឺយើងយកទៅធ្វើអីមួយជាប្រយោជន៍រួមទៅក្នុងសង្គមវិញហើយបន្តបេសកកម្មរបស់យើងឲ្យคล้ายទៅជាបេសកកម្មដែលមាននិរន្តរភាពតាមរយៈបានប្រាក់ចំណូលពីសហគ្រាសសង្គមរបស់យើងអូមែនតើបាទបន្តទៅទៀតអញ្ចឹងមុននឹងផានីបានលើកឡើងថាអង្គការផានីបានចាប់ដើមឡើងឆ្នាំ2019ក្នុងនាមជា Xbox ណាបាទតាមចាំមកពុះធ្លាប់ដឹងធ្លាប់ឮណាបាទក្រោយមកក៏យើង localize ខ្លួនយើងមកជាអង្គការក្នុងស្រុកមួយដែលយើងអង្គការឈ្មោះអង្គការស្លាបព្រាណាបាទតើមកដល់បច្ចុប្បន្ននេះអង្គការស្លាបព្រាហ្នឹងបាន set up ខ្លួនឡើងមកហ្នឹងហើយជួបនូវផលលំបាកអ្វីខ្លះតាំងពីដើមរហូតមកដល់ពេលនេះបាទសម្រាប់អង្គការស្លាបព្រាកម្ពុជារបស់យើងអ្វីដែលយើងលំបាកជាងគេគឺពាក់ព័ន្ធជាមួយនឹងការរកគៀងកធនធានពិសេសគឺហិរញ្ញវត្ថុដើម្បីមកផ្គត់ផ្គង់នៅក្នុងអង្គការរបស់យើងដោយសារតែកូនសិស្សរបស់យើងក្នុងម្នាក់យើងចំណាយអស់3200ដើម្បីគាត់រៀនចប់1ឆ្នាំពេញជាមួយយើងហើយអាចមានការងារធ្វើនៅចុងបញ្ចប់អញ្ចឹងវាជាផលលំបាកហើយមិនតែយើងម្នាក់ឯងទេអង្គការភាគច្រើនក៏គាត់មានផលលំបាកទាំងអស់នឹងដែរចា៎ចង់បកក្រោយវិញបន្តិចតែពិតទៅ Xbox បង្កើតឡើងមកត្រូវបិទទៅហើយ mission ណាត្រូវបិទទៅវិញហើយហេតុនេះក៏យើងនៅតែព្យាយាមនៅតែចង់បន្តហើយយើងសុខចិត្តធ្វើ localize ខ្លួនឯងមកជាអង្គការក្នុងស្រុកដើម្បីបន្តការងារទៅមុខទៀតមូលហេតុអីដែរហើយការរៀបចំឡើងនោះវាយ៉ាងម៉េចខ្លះដែរ process នៃការរៀបចំជាអង្គការ Spoon ឡើងមកហ្នឹងបាទចាបងដោយសារតែខ្ញុំឃើញអំពីអនាគតរបស់អង្គការហ្នឹងដោយសារ Xbox Mission គាត់មានគេហៅថាកម្មវិធីល្អឯកមួយគឺសិស្សចូលរៀនហើយរៀនចប់ 100% ខ្ញុំក៏ជាអ្នកដែលធ្វើការនៅក្នុងវិស័យ NGO ហ្នឹងយូរឆ្នាំដែរប៉ុន្តែពេលដែលខ្ញុំទៅអង្គការ Xbox Mission ហ្នឹងខ្ញុំទទួលបាននៅចំណេះជំនាញមួយដែលខ្ញុំឃើញថាពីផលប៉ះពាល់ជីវិតជំនាញហ្នឹងដល់ 100% ដែលខ្ញុំមិនដែលឃើញពីមុនអញ្ចឹងណាសិស្ស50នាក់រៀនចូលរៀនចប់ទៅវិញគឺ50នាក់ហើយម្លងពេលតែ2សប្តាហ៍អីគាត់មានការងារធ្វើមួយខែក្រោយមិញគាត់មកប្រាប់យើងណាគ្រូខ្ញុំបានប្រាក់ខែប៉ុណ្ណេះជួយបងអូនខ្ញុំទៅរៀនជួយម៉ែខ្ញុំជួយដោះបំណុលជួយខ្លួនឯងទៅរៀនសូត្របន្តអញ្ចឹងខ្ញុំទទួលអារម្មណ៍មួយថាវា feel touch អញ្ចឹងទៅនៅពេលដែលអង្គការ Xbox ក៏សម្រេចចិត្តបានបិទខ្ញុំគិតថាវាជារឿងធម្មតាកាលណាយើងដាច់ fund យើងត្រូវតែបិទវាព្រោះដោយសារតែយើងរៀនឡាយទៅលើ fund 100% អញ្ចឹងណាបងអញ្ចឹងទៅក៏ខ្ញុំមានអារម្មណ៍មួយថាមិនសង្ឃឹមថាមានថ្ងៃនេះទេមិនសង្ឃឹមថាយើងអាចបន្ត mission នឹងបានទេតែ
គ្រាន់តែចង់សាកល្បងថាក្នុងនាមយើងជាខ្មែរតើយើងអាចធ្វើអីបានដើម្បីបន្ត mission នឹងមួយអញ្ចឹងបាន បាទ Xbox ក៏គាត់អនុញ្ញាតថាបើសិនជាយើងចង់បើកយើងត្រូវបង្កើតគម្រោងមួយថ្មីអញ្ចឹងណាហើយបង្កើតថ្មីតែយើងចង់ធ្វើមិនដើម្បីឲ្យ localize ទៅយ៉ាងណាគម្រោងយើងចង់ធ្វើអីខ្លះអញ្ចឹងក៏គាត់សុំឲ្យយើងនឹងទៅសេជាគម្រោងឲ្យគាត់មើលហើយកាលហ្នឹងក៏យើងត្រូវស្វែងរក bot 6 7នាក់នៅក្នុងហ្នឹងក៏អរគុណបងភក្តី បាទ ដែលបានអនុញ្ញាតឲ្យខ្ញុំ approach ហើយនឹងជួយខ្ញុំឲ្យខ្លាយទៅជាអង្គការដែរស្របច្បាប់មួយព្រោះយើងត្រូវការមាន board មានអីត្រឹមត្រូវអញ្ចឹងហើយបងបានជួយខ្ញុំច្រើនតាំងពីបើកមករហូតមកដល់ពេលនេះគឺ legacy មួយនេះគឺបងបានជួយខ្ញុំមិនច្រើនមែនទែនហើយតាំងពីពេលដែលយើង start ដំបូងយើងមានសិស្សតែ10នាក់ទេបង2021ពេលយើងបើកណា ហ្នឹង ចា10នាក់ហ្នឹងគឺអត់មាន fund ទេរើសសិស្សមកបដើធ្វើការ រកលុយបដើហើយបើកសហគ្រាសសង្គមបដើនៅក្នុងអំឡុងពេលនោះចា៎ សម្រាប់ខ្ញុំក៏រំភើបនៅពេលដែលយើងចាប់ផ្ដើមដំបូងជាមួយគ្នាណានៅក្នុងនាមជា Spoon អង្គការស្លាបព្រាយើងគិតគូរជាមួយគ្នាដាក់ឈ្មោះបែបម៉េចទៅជែកគ្នាក្នុងនាមជា board កាលហ្នឹងហើយខ្ញុំឃើញលទ្ធផលដល់ឥឡូវគឺខ្ញុំពេញចិត្តហើយខ្ញុំសប្បាយមែនតើហើយខ្ញុំបានឃើញក្មេងៗហ្នឹងគាត់បានមានឱកាសក្នុងការដែលគាត់សឹងតែមិនមានអ្វីទាំងអស់គាត់បានមករៀនជាមួយអង្គការស្លាបព្រាគាត់ចេញទៅវិញគាត់មានឱកាសការងារគាត់មានប្រាក់ខែគាត់អាចជួយទៅដល់សាច់ញាតិបងប្អូនពុកម្ដាយរបស់គាត់បាននេះជាអ្វីមួយដែលការធ្វើការងារសង្គមរបស់ខ្ញុំ22ឆ្នាំមកនេះគឺខ្ញុំក៏ចង់ឃើញបែបអញ្ចឹងដែរគឺថាមានការផ្លាស់ប្ដូរនៅក្នុងសង្គមចាបងអាចជួយទៅដល់មនុស្សដែលគាត់មានភាពលំបាកជាច្រើនដែរនៅក្នុងនោះហើយយើងចាប់ដើមពីទូចរហូតមកដល់បច្ចុប្បន្នដូចជាសិស្សប៉ុនយើងបានដល់80ហើយណាច្រើនហើយបាទហ្នឹង appreciate មែនតើសម្រាប់ការប្រឹងប្រែងមួយនេះតែមែនតើគឺផាន់នេះប្រឹងខ្លាំងជាងគេបងទៅជាប្រឹងប្រមាណទេពេលនោះបាទចង់បន្ថែមបន្តិចតើ Spoon បច្ចុប្បន្នយើងមានសេវាកម្មអីខ្លះដែរយើងមានធ្វើអីខ្លះដែរនៅក្នុងអង្គការ Spoon ផងយើងបាទចាបងយើងពីដំបូងឡើយយើងមានសិស្ស10នាក់ប៉ុន្តែ slowly គឺយើងព្យាយាមគៀងគរធនធានទៅរហូតដល់បច្ចុប្បន្នយើងអាចគៀងគរធនធានរហូតដល់អាចជួយទៅដល់យុវជនយើងបាន80នាក់ហ្នឹងគេហៅថាគម្រោង pre employment អញ្ចឹងជាគម្រោងដែលយើងជួយយុវជនដែលអត់មានជំនាញសោះឲ្យចូលរៀនហើយចេញទៅវិញជាមួយនឹងជំនាញពិតប្រាកដហើយគាត់អាចធ្វើការបានអញ្ចឹងណាបងចាហើយតាំងពីយើងបើកមកដល់បច្ចុប្បន្នហ្នឹងគឺយើងបានបញ្ចប់ការសិក្សាឲ្យសិស្សរបស់យើងរហូតដល់622នាក់អូច្រើនមែនតើណា 60% គឺជាស្ត្រីហើយយើងក្នុងមួយឆ្នាំយើងអាចរើសសិស្សដែលមកពីចន្លោះពី8ខេត្តទៅដល់15ខេត្តហើយពិសេសយើងមានជនជាតិភាគតិចអ្នកដែលគាត់បោះបង់ការសិក្សាអ្នកចំណាក់ស្រុកដែលអត់មានច្បាប់ទម្លាប់អីច្បាស់លាស់អីអញ្ចឹងគាត់សម្រាប់ចិត្តត្រឡប់មកវិញហើយយើងអាចបន្តបង្រៀនគាត់រយៈពេល1ឆ្នាំទៅអញ្ចឹងអ្នកដែលងាយរងគ្រោះទាំងអស់ហ្នឹងគឺគាត់បានឱកាសមករៀនជាមួយយើងហើយក្រៅទៅយើងជំនាញ pre employment skill ហ្នឹងគឺយើងមានជំនាញយើងមានគម្រោង2ទៀតគម្រោងទី2ហ្នឹងដោយសារសិស្សយើងមានដល់622នាក់ដោយឡែកដោយសារពេលខ្លះគាត់រៀនទៅគាត់រៀនបានតិចគាត់បោះបង់ការសិក្សាពេលដែលគាត់ទៅធ្វើការគាត់បានតំណែងតូចតាចរយៈពេលយូរឆ្នាំដែលអត់ឃើញឡើងតំណែងអញ្ចឹងយើងចង់បានជ្រើសរើសសិស្សដែលជាអតីតសិស្សរបស់យើងហ្នឹងមកត្រឡប់មករៀនបន្ថែមទៅលើភាពជាអ្នកដឹកនាំការគ្រប់គ្រងនៅក្នុងផ្នែកបដិសណ្ឋារកិច្ចហ្នឹងហើយគាត់ចេះពី digital ឥឡូវយើងមាន AI មានអីទៅយើងចង់ឲ្យគាត់បាននៅនឹងមកគឺយើងនឹងធ្វើជាកម្មវិធី short course training series ហើយគាត់មក update skill របស់គាត់លើសពីនឹងទៀតយើងចង់ឲ្យគាត់រៀន language skill ដូចជាមានភាសាអង់គ្លេសភាសាចិនអីចឹងគាត់អាចមក upgrade នៅកន្លែងយើងបានអញ្ចឹងណាហើយទី3នេះគឺខ្ញុំដោយសារយើងមានជំនាញស្រាប់ទៅលើបដិសណ្ឋារកិច្ចគ្រូបង្គោលរបស់យើងគាត់អាចជួយទៅលើតំបន់សហគមន៍ទេសចររបស់យើងតែគាត់នៅតាមខេត្តមួយចំនួនគាត់ត្រូវការអភិវឌ្ឍទៅលើជំនាញចំណេះទៅលើបដិសណ្ឋារកិច្ចរបស់គាត់ដូចជារបៀបឆុងកាហ្វេឲ្យបានល្អរបៀបធ្វើម្ហូបឲ្យបានស្អាតអីចឹងដើម្បីឲ្យសហគមន៍របស់គាត់មានភ្ញៀវទេសចរច្រើនអញ្ចឹងយើងធ្វើជាកម្មវិធី short course upgrade skill ជូនពួកគាត់តាមរយៈតំបន់សហគមន៍ទេសចរគេហៅថា CBET ហើយគម្រោងទូចមួយទៀតដែលខ្ញុំចូលចិត្តជាងគេគឺ green skill តើតើនឹងជំនាញបៃតងដោយសារខ្ញុំឃើញថាប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលមួយត្រូវការអភិវឌ្ឍបន្តពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកហើយនឹងព្យាយាមបន្ថយការ
ប្រើប្រាស់របស់មួយចំនួនដែលมันអាច cycle ឡើងវិញអញ្ចឹងហើយយើងព្យាយាមបង្រៀនទៅទៅ reuse recycle ពិសេសនៅក្នុងភោជនីយដ្ឋានសហគ្រាសសង្គមរបស់យើងពេលច្រើនយើងព្យាយាមបែងចែកសម្រាមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហើយយើងព្យាយាមយកសម្រាមកាកសំណល់ដែលអាចកែច្នៃបានធ្វើទៅជាកំប៉ុស្តហើយកំប៉ុស្តនោះយើងយកមកដាំដំណាំវិញព័ទ្ធជុំវិញយើងទៅហើយយើងក៏យកបន្លែរបស់យើងហ្នឹងទៅធ្វើម្ហូបអីនៅក្នុងភោជនីយដ្ឋានហើយក៏ជាការបង្រៀនកូនសិស្សរបស់យើងទៅនឹងបរិស្ថានទៅនឹងការបម្រែបម្រួលអាកាសធាតុអីផងដែរហើយពាក់ព័ន្ធជាមួយនឹង sustainability របស់ផ្នែកបរិស្ថានកិច្ចហ្នឹងគឺយើងបានធ្វើច្រើនយើងគឺជាគំរូភាពនៅក្នុងសហគមន៍ផងដែរបងល្អមែនទែនព្រោះខ្ញុំថ្ងៃមុនបានមានឱកាសទៅស្ពូនម្ដងទៀតនោះបាននាំតួមកជុំចាហើយយើងឃើញថាមានកន្លែងដែលដាំបន្លែហើយយើងគិតថាយកបន្លែដែលយើងបានដាំនោះចេញពីកំប៉ុស្តដែលយើងបានសកាត់សំណល់ផ្ទះបាយមិនយើងហ្នឹងធ្វើជាបន្លែនេះคล้ายជាម្ហូបនៅលើតុវិញវាពិសេសមែនទែនហើយវាជា cycle មួយដែលជួយគិតគូរអំពីតកតនឹងគីមីដែរចា៎បាទយើងធ្វើម៉េចអាហារយើងមិនមានជាតិគីមីទៅដល់អ្នកដែលគាត់មកបរិភោគដែរបាទក្រៅពីនេះដូចជាផានីកន្លែងផានីជាមានសេវាកម្មមួយទៀតគឺទទួលប្រជុំណាទៅរៀបចំប្រជុំរៀបចំស្នាកបាទព្រោះឃើញទីតាំងឥឡូវយើងបានបរិយាទៅក្រោយទៅមានកន្លែងដែលយើងអាចមកប្រជុំធ្វើ training ធ្វើអីឃើញអង្គការសង្គមស៊ីវិលនៅទាំងពេញក៏ដោយទាំងខេត្តនឹងក៏ដោយពេលណាដែលគាត់នឹកឃើញកន្លែងប្រជុំគឺគាត់នឹកឃើញដល់ស្ពូននៅពេលនោះតែជួកន្លែងនេះប្រជុំហើយព្រោះមានមួយសេតកន្លែងប្រជុំផងមានទាំងស្នាកផងមានទាំងអាហារថ្ងៃត្រង់ទៀតអូជិះមកអែមដល់នោះបាទចាបងងាកមកវិញសម្រាប់ផានេះយើងមាន spoon ជា restaurant ផងយើងមានជា NGO ផងយើងជា spoon ផងហើយពេលហ្នឹងយើងរ៉ាន់បែបម៉េចយើងបែងចែកគ្នាបែបម៉េចដែរដើម្បីដំណើរការទាំងពីរហ្នឹងទៅបានដែរហើយវាជួបផលលំបាកយ៉ាងម៉េចខ្លះដែរសម្រាប់ផានេះដែរចាបងជំរាបជូនបងព្រោះយើងរៀងផ្លាយពីគេច្រើនដែរដោយសារតែយើងជាអង្គការប៉ុន្តែយើងមានភោជនីយដ្ឋាននៅខាងក្រោយតាមពិតទៅអត់មានឆ្ងាយអីពីគម្រោងដែលយើងចង់បានទេបងដោយសារតែពេលដែលយើងបង្រៀនបដិបដាជំនាញវិជ្ជាជីវៈយើងដាច់ខាតត្រូវតែមានកន្លែងអនុវត្តចឹងភោជនីយដ្ឋាន Spoon Cafe Restaurant ហ្នឹងគឺជា training restaurant ទេចឹងណាចឹងជាច្បាប់ទម្លាប់របស់យើងក្នុងនាមយើងបង្រៀនផ្នែកបរិស្ថានកិច្ចយើងត្រូវតែមានខាងកាហ្វេតូចមួយយើងត្រូវតែមានកន្លែងជាក្រានបាយដើម្បីឲ្យសិស្សគាត់អនុវត្តត្រូវតែមានកន្លែងដុតនំត្រូវតែមានកន្លែងឲ្យគាត់បាន set up ក្នុងនាមជា food and beverage service ចឹងទៅក៏យើងបាន set up ភោជនីយដ្ឋាន Spoon Cafe Restaurant ហ្នឹងកាលពីឆ្នាំ2016ដើម្បីឲ្យកូនសិស្សរបស់យើងអនុវត្តហើយការអនុវត្តហ្នឹងគឺអនុវត្តដោយផ្ទាល់អញ្ចឹងណាអញ្ចឹងទៅវាត្រូវការឲ្យមានភ្ញៀវមានអីចេញចូលអញ្ចឹងការដែលយើងអនុវត្តយូរទៅយើងឃើញថាកូនសិស្សយើងគាត់មាន skill មានអីការបើកឲ្យអ្នកជាសាធារណៈអាចអញ្ជើញចូលមកញ៉ាំសាក់លបងនឹងអាហាររបស់កូនសិស្សរបស់យើងហ្នឹងឃើញចាស់ទទួលបានការគ្រប់គ្រងចឹងទៅក៏យើងព្យាយាមអភិវឌ្ឍវាឲ្យខ្លាយទៅជាម្ហូបអាហារដែលបើកជាប្រចាំតែម្ដងហើយភ្ញៀវអាចទទួលការហូបចុកនៅកន្លែងយើងពេលព្រឹកយើងទទួលតាំងពីម៉ោង7ទៅរហូតដល់ម៉ោង10យប់ចឹងទៅយើងមានសេវាកម្មអាហារពេលព្រឹកអាហារថ្ងៃត្រង់អាហារពេលល្ងាចហើយឆ្នាំ2026នេះយើងក៏ពង្រីកដោយសារកូនសិស្សយើងជាទូទៅនៅ learning center យើងអាច capacity បានត្រឹមតែ50នាក់ទេតែដល់ពេលសិស្សយើងឡើងដល់80នាក់អញ្ចឹង learning center ដែលបងជើញទៅរាល់ដងហ្នឹងគឺវាតូចមែនតើអញ្ចឹងវាខ្វះ facility អញ្ចឹងទៅ social enterprise ដែលគាត់យើងបានសល់លុយខ្លះពីការ operate របស់យើងបូកជាមួយនឹង matching fund ជាមួយនឹង donor មួយចំនួនបានឲ្យយើងអនុញ្ញាតឲ្យយើងនឹងបាន extend facility របស់យើងឲ្យរៀងធំបន្តិចចឹងបន្ទប់ដែលយើងប្រើប្រាស់សម្រាប់ room meeting អីអស់ហ្នឹងគឺជាបន្ទប់ដែលកូនសិស្សគាត់អនុវត្តសម្រាប់ set up សម្រាប់ធ្វើជា gala dinner fine dining premium dinner អីចឹងណាចឹងទៅពេលនោះហើយដែលធ្វើឲ្យកូនសិស្សរបស់យើងមានអ្នកដែលគាត់ទទួលមកប្រជុំមួយទៅកូនសិស្សយើងបានរៀនហាត់តាក់ទងនឹងធ្វើ refreshment តាក់ទងនឹងទទួល lunch ឬក៏ទទួល dinner អីចឹងធ្វើឲ្យគាត់មានbenefit catering របស់គាត់ពាក់ព័ន្ធជានឹង hospitality ហ្នឹងកាន់តែច្រើនចឹងណាបងចឹងទៅការគ្រប់គ្រងក៏បានកាន់តែច្រើនធ្វើឲ្យ Spoon យើងហ្នឹងតាំង2016
រហូតមកដល់បច្ចុប្បន្នហ្នឹងឃើញថាយើងទទួលស្គាល់ឃើញថាជាsocial enterprise មួយដែលបានមានភ្ញៀវច្រើនចូលទៅកក់ញ៉ាំហើយពិសេសនៅយើង95%ហើយបងជាភ្ញៀវទេសចរក្រៅស្រុកចឹងណាចាចឹងទៅយើងតែងតែព្យាយាម promote hospitality របស់ខ្មែរយើងបូកជាមួយនឹងការបងដុះសម្ដាជំនាញរបស់យើងហើយអនុញ្ញាតឲ្យកូនសិស្សយើងបានជួបមួយភ្ញៀវផ្ទាល់គាត់អាចអនុវត្តភាសាអង់គ្លេសគាត់អនុវត្តលើម្ហូបអាហារចំណីអាហាររបស់គាត់ជាមួយនឹងស្តង់ដារខ្ពស់មួយដើម្បីគាត់ready ពេលដែលគាត់រៀនចប់ទៅគាត់ទៅធ្វើការនៅសន្តាគារលំដាប់កាយ4កាយ5និងភោជនីយដ្ឋានបណ្ឌិតអញ្ចឹងណាបងបាទអូមែនតើបាទព្រោះខ្ញុំអាចប្រៀបធៀបបានដែរការញ៉ាំអាហារកាលពីចាប់ដើមដំបូងចាបងចានឹងមកដល់ឥឡូវគឺខុសគ្នាខ្លាំងមែនទែនគឺថាម្ហូបយើងឥឡូវតាំងពីការរៀបចំ design ចានគឺថាស្តង់ដារដូចនៅតែកាយ4កាយ5អញ្ចឹងទៅគឺថាអែមដូចគាត់ធ្វើចេញមកគឺស្តង់ដារល្អមែនទែនហើយរសជាតិឆ្ងាញ់បាទអញ្ចឹងហើយបានជាឃើញបរទេសគាត់ទៅច្រើនគាត់ចាប់អារម្មណ៍រាល់ពេលដែលខ្ញុំទៅគឺសិតបរទេសទៅច្រើនហើយពេលខ្លះក៏ឃើញខ្មែរយើងទៅច្រើនដែរពាក្យច្រើនអ្នកទៅទេសចរដូចផានីលើអញ្ចឹងអ្នកខ្លះគាត់អ្នកនៅស្រុកមួយចំនួនទៅដែរបាទចង់សំណួរបន្តទៅមួយទៀតតាក់ទងទៅនឹងការរៀបចំអញ្ចឹងរៀបចំការងារបែបអញ្ចឹងណាជា social enterprise បែបហ្នឹងតើត្រូវការជំនាញអីខ្លះត្រូវការរបៀបគិតយ៉ាងម៉េចខ្លះហើយអ្នកហ្នឹងគាត់ត្រូវធៀមខ្លួនយ៉ាងម៉េចខ្លះអង្គការគាត់បើសិនជាគាត់ចង់ធ្វើអញ្ចឹងដែរណាបាទសម្រាប់យើងបើយើងនិយាយពីម្ចាស់អាជីវកម្មធម្មតាមុននឹងយើងបើក business អីមួយឬក៏ចំនួនអីមួយយើងត្រូវចេះខ្លួនឯងអីមួយសិនមិនថាជាជំនាញទៅលើ product របស់រឿងឬជំនាញទៅលើ marketing ឬក៏ជំនាញទៅលើ account ទីផ្សារអីទេគឺយើងគួរតែមានមួយសិនដូចគ្នាដែរខ្ញុំគិតថាមិនខុសគ្នាទេទៅលើ social enterprise ឬសហគ្រាសសង្គមហ្នឹងគឺយើងត្រូវចេះមួយជាខ្លួនឯងយ៉ាងហោចក៏ចេះដឹកនាំក្រុមការងាររបស់យើងឲ្យធ្វើការរួមគ្នាជាស្មារតីរួមក្រុមតែមួយសិនដែរដើម្បីគាត់ទៅមុខបានអញ្ចឹងណាគាត់ថាគ្រប់យ៉ាងត្រូវការអ្នកជំនាញពិតប្រាកដព្រោះយើងធ្វើអត់ដូចទ្រឹស្ដីទេអញ្ចឹងត្រូវការអ្នកធ្វើមែនតើនោះថាបើសិនណាយើងថាអូខ្ញុំចង់បើកហាងកាហ្វេប៉ុន្តែយើងថាអីទេទៅរៀនតែមួយថ្ងៃពីរថ្ងៃចេះមិនគិតទេគឺយើងត្រូវការអ្នកស្ទាត់ជំនាញអ្នកធ្វើការខាងនឹងធ្វើឲ្យធ្វើទៀតដឹងពីម៉ាស៊ីនដឹងពីកាហ្វេដឹងពីគ្រាប់ណាមួយរសជាតិអីយកមក blended ឲ្យខ្លាយទៅជារសជាតិរបស់យើងហ្នឹងគឺត្រូវការអ្នកជំនាញណាបងគឺត្រូវការអ្នកជំនាញពិតប្រាកដដើម្បីធ្វើតែម្ដងហើយអត់ធ្មត់ក្នុងការធ្វើវាអញ្ចឹងណាអញ្ចឹងមួយទៀតយើងត្រូវដាក់គេហៅថា mindset របស់យើងគឺជា business owner សិនចាត្រូវតែមានគំនិតជា business owner ប៉ុន្តែមិនលុយហ្នឹងមិនមែនលុយចូលខ្លួនឯងទេមិនមែនជារបស់យើងទេចាមិនមែនជារបស់យើងទេ 100% នៃ social enterprise ប្រាក់ចំណេញត្រូវតែយកទៅគត់គង់ mission ដែលយើងចង់បានចង់ធ្វើវាប្រតិបត្តិការរបស់យើងវិញណាចាបងចាបាទអរគុណច្រើនមែនតើអានេះអាចចែកម្លែកបាននៅពេលដែលយើងប្រតិបត្តិការ restaurant យើងបែបហ្នឹងតើយើងត្រូវចំណាយយ៉ាងម៉េចខ្លះហើយយើងត្រូវគ្រប់គ្រងវាបែបម៉េចខ្លះដើម្បីធានាបានសម្រាប់សុវត្ថិភាពrestaurant ផងយើងដែរខ្ញុំគិតថាដូចជាអត់សូវខុសគ្នាពីយើងជា NGO ឯងព្រោះយើងជា NGO យើងតែនិយាយពី project management ចាប៉ុន្តែនៅក្នុង business នៅក្នុងជំនួយគេនិយាយពី business development plan ខ្ញុំគិតអត់ខុសគ្នាដែរហើយនៅក្នុងហ្នឹងមានគោលបំណងរបស់យើងមាន product ដែលយើងត្រូវត្រៀមលក់យើងត្រូវមាន HR យើងត្រូវមាន marketing យើងត្រូវមាន finance ឬសិទ្ធិរបស់ដែលយើងត្រូវលក់ជា product របស់យើងហ្នឹងហើយអតិថិជនរបស់យើងជាអ្នកណាអញ្ចឹងខ្ញុំគិតថាអត់សូវខុសគ្នាដូចយើងអញ្ចឹងពេលដែលយើងធ្វើ project យើងច្បាស់ជាត្រូវប្រាប់ donor ថាតើអ្នកណាទៅជា beneficiary យើងនិយាយពី beneficiary ដល់ពេល business យើងនិយាយពីអតិថិជនអញ្ចឹងណាខ្ញុំគិតថាអត់ចាស់ខុសគ្នាទេបងអត់ខុសគ្នាដូចគ្នាគាត់ថាយើង switch ពីធ្វើជា project មួយឲ្យទៅជា business development plan ដែលយើងអាចដឹងអំពីអតិថិជនរបស់យើងជាអ្នកណាជា supplier របស់យើងតែយើងត្រូវការបុគ្គលិកប្រមាណអ្នកយើងត្រូវធ្វើ budget ដើម្បី
ធ្វើបាត់ចិត្តទៅលើ operation cost ទៅលើ cost of goods sale ទៅលើ administration cost ហើយ make sure ថាមានប្រាក់ចំណេញព្រោះយើង run business ទោះបីយើងជាសហគ្រាសសង្គមក៏ដោយយើងត្រូវតែ make sure ត្រូវតែមានចំណូលហើយបានចំណេញមកវិញអត់មែនថាឲ្យតែធ្វើទៅឲ្យតែបានមានគេហៅថា activity ឯងអញ្ចឹងណាព្រោះយើងជា NGO យើងទៅ implement project ហើយចាយលក់អស់ហើយប៉ុន្តែពេលដែលយើងធ្វើ business ចាយក៏ចាយចូលក៏ចូលត្រូវតែចំណេញចាដើម្បីយកមកបង្វិលចាបន្តទៅទៀតបើអញ្ចឹងយើងអត់អាចមានធនធាន at least ក៏ break even point គេហៅថា break even point គេភាសាខ្មែរយើងហៅថារួចខ្លួនចាហ្នឹងហើយ at least គឺត្រូវតែរួចខ្លួនមុនគេដែរអញ្ចឹងត្រូវការឲ្យយើងមានភាពឆ្លាតវៃហើយនឹងត្រូវការអត់ធ្មត់ហើយចំណាយពេលវេលាច្រើនទៅលើការងារ business បើតាមខ្ញុំចាំ business ផងការ run restaurant ផងនេះគឺពីបិទពី box រហូតមកបង្កើតជា spoon វិញក៏ត្រូវការពេលវេលាដែរពេលនោះដូចបិទមួយរយៈបើយើងចាប់ដើមវិញណាចាបងចាតើពេលហ្នឹងយើងត្រូវជាធម្មតាយើងត្រូវចំណាយពេលប្រហែលខែប្រហែលឆ្នាំដើម្បីយើងអាច break even point ហើយរហូតដល់យើងមានជា profit មកវិញដែរជាប្រាក់ចំណេញមកវិញដែរចាបងដោយសារខ្ញុំនិយាយស្មោះត្រង់ខ្ញុំអត់បានជាអ្នក start up ទេខ្ញុំគាត់យើង localize ហើយយើង renovate អញ្ចឹងខ្ញុំអត់ដឹងថាពេលដែលយើង start up អាចត្រូវការពេលប៉ុន្មានទេព្រោះយើងត្រូវការ build brand និយាយរួមទៅខ្ញុំក៏អរគុណ founder របស់យើងដែលគាត់បាន build brand ណាតាំងពី2016មកអញ្ចឹងគេស្គាល់ Spoon Cafe Restaurant Sinten ចាអញ្ចឹងពេលដែលខ្ញុំបើកនៅក្នុងឆ្នាំ2021យើងអត់បានចំណេញយើងខាតរាល់ខែមួយថ្ងៃបានតែ$5ទេ$5ចាមួយថ្ងៃយើង revenue យើងបាន$5ហើយ operation cost របស់យើង2000ទាំងថ្លៃជួលផ្ទះជួលកន្លែងថ្លៃទឹកថ្លៃភ្លើងអីសពបែបសពយ៉ាងហ្នឹងគឺ2000ហើយយើងរកបានមួយថ្ងៃតែ$5អញ្ចឹងយើងត្រូវការឲ្យ Spoon Cambodia ហ្នឹង invest ទៅ social enterprise ហ្នឹងតិចមកអញ្ចឹងណាបងដោយឡែកដល់ពេលឆ្នាំ2022ទៅខ្ញុំបាន commit ថាធ្វើម៉េចឲ្យ Spoon ហ្នឹង break even point ចាអញ្ចឹងមានកត្តាជាច្រើនដើម្បីយើង break even point ដោយសារយើងមកពីវិស័យ NGO យើងអត់ចេះ run business ទេយើងអត់ចេះ promote ចេះលក់យើងនៅអៀនណាបងពេលយើងទៅខាងក្រៅ network អីអត់ហ៊ាននិយាយថាខ្ញុំលក់អីទេយើងធ្លាប់តែលក់ project យើងអត់ដែរលក់សកម្មភាពនេះហ្នឹងតែក្នុងការរកស៊ីយើងត្រូវ show up យើងត្រូវបង្ហាញខ្លួននៅក្នុង network meeting នៅក្នុង gala dinner ណាមួយយើងនិយាយរួមគ្រប់ association NGO company network អីផ្សេងត្រូវតែចូលរួមទី1យើងចូលរួមដើម្បីគេស្គាល់យើងទី2យើងចូលរួមក្នុងនាមជាការរៀនជាមួយគេអញ្ចឹងនៅឆ្នាំ2022ហ្នឹងខ្ញុំចាប់ផ្ដើមចូលសមាគមខ្ញុំជាក្រុមប្រឹក្សាសមាគមសហគ្រិនស្ត្រីអីចឹងទៅដែលធ្វើឲ្យខ្ញុំបានរៀនច្រើនពីការធ្វើអាជីវកម្មហើយយើង build brand ហើយយើងធ្វើការជាមួយនឹងដោយសារតែយើងយល់ថាតើអតិថិជនយើងជាអ្នកណាទើបយើងទៅរកអតិថិជនដែលជាអតិថិជនគោលដៅអញ្ចឹងខ្ញុំឧទាហរណ៍ថាដោយសារ Spoon យើងភ្ញៀវ tourist ច្រើនដែលតាក់ទាញមកអញ្ចឹងយើងធ្វើការច្រើនជាមួយនឹងក្រុមហ៊ុនក្រុមហ៊ុន travel agency យើងតាក់ទងគាត់យើងប្រាប់គាត់អំពី product របស់យើងគាត់ចាប់ផ្ដើមតម្លាក់ជា tour សេរីឲ្យយើងអញ្ចឹងណាចាអញ្ចឹងទៅក៏ចាប់ផ្ដើមពីពេលហ្នឹងពីក្រុមហ៊ុនទៅមួយទៅក្រុមហ៊ុនមួយក៏ចាប់ផ្ដើមពិភាក្សាគ្នាចាទោះបីជា Spoon ភាគច្រើន95%ជា tourist restaurant មែនប៉ុន្តែដូចបងដឹងស្រាប់ហើយអ្នកដែលគាត់នាំតួមកស្រុកខ្មែរភាគច្រើនជាខ្មែរយើងអញ្ចឹងសម្រាប់ខ្ញុំគឺទឹកចិត្តពួកគាត់ជា community គឺគាត់ support ពួកយើងខ្លាំងហើយគាត់មិនដែលទារ commission អីធម្មតាយើងធ្វើការនៅក្នុងវិស័យ tourist តំបន់ទេសចរអីចឹងនៅក្នុង restaurant គេមាន commission តិចតួចសម្រាប់អ្នកដែលនាំភ្ញៀវមកអីចឹងតែសម្រាប់គាត់ understand ណាគាត់អត់ដែរគិតគូរពីនឹងសំខាន់ឲ្យតែ Spoon បានរស់ហើយគាត់ឃើញកូនសិស្សមករៀនអីចឹងព្រៃខ្មៅអីគាត់ក៏ព្យាយាមជួយយើងតាំងពីពេលហ្នឹងដែរអញ្ចឹងនៅឆ្នាំ2022នេះខ្ញុំរៀនបានច្រើនអញ្ចឹងរៀនបដាយើង run business នឹងបដា promote branding Spoon បដាហើយព្យាយាមមានន័យខាងក្នុងអំពី internal ដែរខាងក្រៅគេ support យើងមែនប៉ុន្តែបើសិនតែម្ហូបយើងអត់មានគុណភាព product យើងអត់ល្អអញ្ចឹងយើងគាត់មកបានតែម្ដងហើយគាត់នឹងមិន recommend អ្នកណាមកទៀតទេព្រោះគាត់អត់ល្អខ្លួនគាត់អីហ្នឹងចាអញ្ចឹងគាត់មិនហ៊ាន recommend នាំតែ spoil ឈ្មោះគាត់អីអញ្ចឹងណាអញ្ចឹងពេលដែលយើងព្យាយាម
ខាងក្រៅក៏យើងប្រម៉ូទខាងក្នុងក៏យើងគ្រប់គ្រងហើយលើកឲ្យពួកគាត់មានស្តង់ដារ SOP មកកើតឡើងហើយម្ហូបអាហារយើងចាប់ផ្ដើមគិតគូរអំពី grooming hygiene ខ្ពស់សុវត្ថិភាពអនាម័យអីចឹងទៅធ្វើឲ្យគ្រប់គ្នាគាត់ចាប់ផ្ដើមស្គាល់យើងកាន់តែច្រើនអញ្ចឹងយើង pre-event point នៅឆ្នាំ2022 ណា ចាបងចា ហើយបន្តមកបានប្រហែលខែពីនឹងទៀតបានយើងអាច ចា ប្រាក់ចំណេញមកខ្លះ នៅឆ្នាំ2023យើងចាប់ផ្ដើមចំណេញ ចាប់បានចំណេញខ្លះអូខេចឹងបានយើងអាចទុកហើយកើនសិស្សបានដល់80នាក់ ចាបងចា បាទហើយប្រើកម្លាំងមនុស្សជាបុគ្គលិកយើងប្រហែលអ្នកដែរសម្រាប់ទាំងអង្គការសម្រាប់ទាំង spoon ហ្នឹង original របស់ spoon ពេលដែលយើងបិទ Xbox ភ្លាមហ្នឹង7នាក់ហើយបងជ្រាបច្បាស់ហើយ7នាក់យើងកាលហ្នឹងយើងមានតែក្រុមការងារ trainer តែ3នាក់ទេហើយមានអ្នកអនាម័យម្នាក់មានអ្នកយាមម្នាក់5នាក់ហើយតបមកមានខ្ញុំម្នាក់ហើយនឹងមានបុគ្គលិកខ្ញុំម្នាក់ចាំជួយចោល placement ឲ្យកូនសិស្សអញ្ចឹងទាំងអស់គ្នា7នាក់ចាប៉ុន្តែ Sinden យើងក៏បរិយាវាឥឡូវហ្នឹងបច្ចុប្បន្នយើងមានបុគ្គលិកយើង32នាក់អញ្ចឹងចាធំមែនតើ32នាក់ចាខ្លាចដែរបងអញ្ចឹងឥឡូវហ្នឹងយើង32នាក់ហើយនៅក្នុង operation restaurant គឺច្រើនជាងគេបងជុំចង់20នាក់ហើយគាត់ទៅ run operation ប៉ុន្តែពួកគាត់ជួយខ្លួនឯងបានចឹង restaurant ហ្នឹងគឺជួយប្រាក់ខែគាត់ខុសអីផ្សេងៗគឺនៅក្រោម restaurant operator បាទហ្នឹងហើយដល់ពេលហ្នឹងយើងបែងចែកបែបមិនពោះនេះចូលដល់ទៅចែកបន្តិចទៀតស៊ីជម្រៅតិចទៀតទៅរឿងការអនុលោមភាពតាមច្បាប់វិញណាព្រោះមែនតើយើងដឹងថាបច្ចុប្បន្នមិនទាន់មានច្បាប់ឬក៏គោលនយោបាយណាមួយនិយាយអំពីសហគ្រាសសង្គមទេនៅពេលដែលអង្គការសង្គមស៊ីវិលយើងទៅចង់រកស៊ីចង់អីអញ្ចឹងទៅចុះឈ្មោះក្នុងនាមជា separatity នៅក្រោមអាចថានៅក្រោមdepartment ឬក៏នៅក្រោមក្រសួងពាណិជ្ជកម្មឬក៏អីចឹងជាដើមទៅបាទអញ្ចឹងតើយើងត្រូវ comply អនុលោមតាមច្បាប់បែបណាខ្លះហើយត្រូវបែងចែកយ៉ាងម៉េចខ្លះដើម្បីឲ្យត្រឹមត្រូវទៅតាមច្បាប់និយាយរួមទៅនៅ Spoon យើងអនុវត្តចេះបងយើងចុះឈ្មោះអង្គការស្លាបព្រាកម្ពុជា Spoon Cambodia Organization ហ្នឹងនៅក្រៅក្រសួងមហាផ្ទៃក្នុងនាមជា non-profit organization បាទអញ្ចឹងសិស្សដែលយើងរៀន project យើងមាន 3-4 ដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺជានៅក្រោម under non-profit organization របស់ Spoon Cambodia Organization អញ្ចឹងដូចបងមានប្រសាសន៍អញ្ចឹងដោយសារតែនៅប្រទេសយើងអត់ទាន់មាន social enterprise law ទេហើយយើងសង្ឃឹមថាពេលក្រោយយើងនឹងមាននោះគឺគ្រប់យ៉ាងឲ្យតែយើង run business មានភ្ញៀវចូលញ៉ាំហើយបងជាលុយកាក់ដោះដូរគ្នានោះគឺយើងត្រូវតែចុះបញ្ជីតែដូចឡែកអញ្ចឹងណាអញ្ចឹង Spoon យើងបានចុះបញ្ជីជាអាជីវកម្មខ្នាតតូចចាពុនតូចរបស់យើងតាំងពីឆ្នាំ2021ម្លេះអញ្ចឹងទៅយើងបែងចែកជា2អញ្ចឹង NGO មានកុង account មាន QuickBook account មួយដាច់ដោយឡែកមានបុគ្គលិក HR អីនៅក្រោម contract របស់ NGO ទៅហើយបុគ្គលិករបស់យើងខាងក្រោម social enterprise នេះគឺគាត់ក្រោមក្រុមហ៊ុនរបស់ Spoon Cafe Restaurant ទៅហើយយើងមានទូនាទីមាន structure មានអីរបស់គាត់ដាច់ដោយឡែកទាំងស្រុងហើយនៅក្នុងសហគ្រាសសង្គមរបស់យើងត្រូវបង់ពន្ធប្រាក់ចំណូលប្រាក់ចំណេញនិយាយរួមទៅគ្រប់យ៉ាងដែល SME នៅក្នុងស្រុកខ្មែរគាត់ធ្វើ Spoon ធ្វើដូចគេដែរបាទចាបងហ្នឹងហើយមែនតើយើងអត់ទាន់បានមាននៅគោលនយោបាយនឹងកើតឡើងហើយសង្ឃឹមថានៅឆ្នាំខាងមុខទៀតរដ្ឋាភិបាលគាត់នឹងគិតពិចារណាបន្ថែមទៅដែរទៅលើជ្រុងមួយនេះបាទដើម្បីព្រោះនេះជាយើងរកស៊ីដែរប៉ុន្តែជាការរកស៊ីដើម្បីជួយដល់សង្គមវិញទេអញ្ចឹងវាគួរតែមានគោលនយោបាយណាមួយដើម្បីជួយសម្របសម្រួលទៅដល់អង្គការសង្គមស៊ីវិលយើងក្នុងការគិតគូរទៅដល់ផ្នែកនឹងដែរណាបាទសង្ឃឹមមកចាបាទសង្ឃឹមទាំងអស់គ្នាចាអូខេបន្តមកទៀតយើងរកឃើញប្រាក់ចំណេញហើយនៅឆ្នាំ2023ប៉ុន្តែឥឡូវយើងត្រូវមានវិធីសាស្ត្រយ៉ាងណាទៀតដើម្បីធ្វើឲ្យប្រាក់ចំណេញយើងនឹងវាមាននិរន្តរភាពតទៅមុខបានរក្សាប្រាក់ចំណេញនឹងបានដើម្បីជួយទៅដល់ក្មេងៗបន្តទៅមុខទៀតណាចាបងនៅ Spoon ប្រាក់ចំណេញយើងគិតជា saving life អញ្ចឹងប្រាក់ចំណេញរបស់យើងគឺយើងគិតពីការជួយមនុស្សអញ្ចឹងបើសិនជាក្នុងមួយខែយើងចំណេញ 3,200 គ្រប់គ្នាបានដឹងថាយើងបានជួយសង្គ្រោះជីវិតមនុស្សម្នាក់
ចា បាទ អញ្ចឹងបើសិនជាយើងចំណេញបានមួយខែ 3,200 12ខែបានន័យស្មើនឹងយើងជួយបាន 12 នាក់ អញ្ចឹងបើយើងបានចំណេញ 6,000 គឺស្មើនឹងយើងជួយបាន 2 នាក់មួយខែអញ្ចឹងបានយើងជួយបាន 24 នាក់ បា អ ទ ញ្ចឹងណាបងអញ្ចឹងសម្រាប់ខ្ញុំក្នុងនាមជា leader យើងអត់និយាយពីរឿងប្រាក់ចំណេញទេយើងនិយាយពី saving life គ្រប់គ្នាបានដឹងហើយថានៅ Spoon ចំណាយ 3,200 គឺ direct cost ទៀត បា គឺ ទ direct cost មិនមែនទៅលើ overhead cost ទេគឺយើងចាយវាទៅលើការហូបចុករបស់សិស្សជួលផ្ទះឲ្យសិស្សនៅសម្លៀកបំពាក់របស់គាត់មាន insurance អាហារហើយនឹង training របស់គាត់ដែលធ្វើចាក់ធ្វើចោលហ្នឹងគឺ 3,200 នឹងតែហ្មងអញ្ចឹងណា ធ្វើចាក់ធ្វើចោលធ្វើខោចាក់ចោល ចាហ្នឹងហើយតើត្រូវបានយើងថាអូខេ យកបាទ យកចាហើយ ចម្ យើង រា អាច ញ ល គុ ក់ ណ បាន ភាព ចា បាទ បានយើងអាចលក់បានអញ្ចឹងសម្រាប់ចំណូលរបស់យើងគឺអ្នកទាំងអស់គ្នាបានដឹងវាជាចំណូលទុកសម្រាប់គុតគង់ការសិក្សារបស់សិស្សរបស់យើងមួយឆ្នាំមួយឆ្នាំប៉ុន្តែយើងក៏មានឱកាសដែរពេលខ្លះលុយហ្នឹងបើសិនជាយើងមាន sponsor គាត់ជួយ support scholarship ចំនួនមួយចំនួនalmost គ្រប់អញ្ចឹងទៅយើងអត់សូវចាយច្រើនទៅលើលុយដែលយើងបានទទួល profit ហ្នឹងទេអញ្ចឹងលុយដែល profit ហ្នឹងចេញជា reserve fund អូខេ ចា បាទ ហើយនឹងទៅលើចាយទៅលើ unlisted fund ដែលយើងចង់ទៅ renovate ដែលខ្ញុំជម្រាបជូនបងពីខាងដើមដែលយើងពង្រីក facility matching fund អីចឹងពួក donor គាត់ចែងទៅជួយ direct ទៅលើ vulnerable people អញ្ចឹងទៅបើថាឲ្យសុំគាត់ជួយទិញម៉ាស៊ីនទូទឹកកកម៉ាស៊ីនដុតនំអីគាត់អាចវិចារណាដែរព្រោះវាជារបស់ទ្រព្យវាមិនមែនជាការជួយ direct ទេអញ្ចឹងណា ប៉ុន្តែបើយើងថាអូបងឥឡូវបងឯងជួយទិញម៉ាស៊ីនលាងកែវឲ្យខ្ញុំមួយទៅចាំខ្ញុំទិញម៉ាស៊ីនលាងចានមួយអញ្ចឹងទៅយើងមក fund អញ្ចឹងណាបង បាទ អញ្ចឹង fund ហ្នឹងយើងជួយឲ្យយើងអនុញ្ញាតឲ្យយើងពង្រីកទៅលើការគិតរបស់យើងដើម្បីធ្វើឲ្យអង្គការរបស់យើងហ្នឹងមាននិរន្តរភាពចាធ្វើឲ្យយើងអាចយកធនធានដែលមានសន្សំហ្នឹងយកទៅប្រើប្រាស់ទៅលើការពង្រីកនិងពង្រឹងគុណភាពរបស់ពួកយើងព្រោះ donor គាត់ very strict ទៅលើអីដែលគាត់ចង់ឲ្យអញ្ចឹងណាប៉ុន្តែមាន area មួយចំនួនដែលយើងឃើញថា gap ដែលមិនទាន់បានមកពេញបន្ថែមយើងចង់មកពេញបន្ថែមតែឡើយដូចនៅ Spoon ឥឡូវគឺ facility របស់យើងគឺ full ដោយសារយើង hospitality industry everything ត្រូវតែ clean ត្រូវតែ quality ហើយតែ quality ហើយនឹង clean standard ហ្នឹងគឺសិតតែចាយលុយទាំងអស់អញ្ចឹងណាអញ្ចឹងលុយទាំងអស់ហ្នឹងហើយដែលអនុញ្ញាតឲ្យពួកយើងអាចប្រើប្រាស់ដើម្បីធ្វើឲ្យកន្លែងយើងធ្វើឲ្យភ្ញៀវចូលទៅដល់ទៅគាត់មានអារម្មណ៍ថាវាជាកន្លែងរៀន hospitality ដ៏ពិតប្រាកដចា៎ អូខេក៏ពិតជាទូទៅយើងនិយាយនិរន្តរភាពស្ថាប័ន ចា៎ ក៏ពិតមែនតើនោះគឺនិរន្តរភាពរបស់ beneficiary ចា៎ ចា៎គាត់នៅស្ថាប័នយើងជាអ្នកមួយដែលអាចឈរជើងជួយសម្របសម្រួលឲ្យ beneficiary គាត់អាចបន្តទៅមុខទៀតបានណាបាទអញ្ចឹងអ្វីដែលយើងចង់ឲ្យ Spoon survive នេះគឺដើម្បីជួយទៅដល់ beneficiary ផងយើងតែគាត់ជាយុវជន UNRI ដែលគាត់ជួបផលលំបាកនៅតាមខេត្តទាំង25ទាំង15ខេត្តដែល Spoon កំពុងតែជួយគាត់នឹងជាពិសេសយុវជន UNRI ដែលគាត់នៅខាងស្រុកកាស្រុកភាគឦសានណាដែលគាត់នៅចំកាត់មកខ្ញុំដែលគាត់មានភាពលំបាកក្នុងការ access មកទទួលបានសេវាកម្មអីផ្សេងៗដែរបាទមកដល់បច្ចុប្បន្ននេះសម្រាប់ផានីតើថវិកាដែលយើងរកបាននិងថវិកាពី donor តើយើងប្រមាណភាគរយដែរនៅក្នុងបច្ចុប្បន្នយើងមានបើសិនតែយើងចាយលុយនឹងចូលទៅក្នុង mission របស់យើងទាំងស្រុង 100% ពីប្រាក់ចំណេញយើងអាច covering បាន 25% នៃ budget របស់យើងអូខេចឹងបានយើងនៅតែទៅការ sponsor ពីអ្នកឧបត្ថម្ភនឹង 75% នៅឡើយទេពិតជាត្រឹមត្រូវបាទចា៎ចឹងនៅ gap ធំដែរណាហ្នឹងហើយនៅធំដែរអូខេសម្រាប់ផានីនឹងមានគម្រោងបរិយាបន្ថែមមកទេបរិយាបន្ថែមមកខេត្តផ្សេងឬក៏មកភ្នំពេញឯបន្ថែមទេដើម្បីយើងអាចមានឱកាសក្នុងការដែលអាចទទួលបានខាងបន្ថែមជួយទៅដល់ក្មេងៗទៅមុខទៀតណាខ្ញុំមានគម្រោងពង្រីកបន្ថែមខ្ញុំចង់ឲ្យ Spoon ត្រូវបាន upgrade ទៅជា Hotel Management School អីដែលខ្ញុំចង់បានណាចាំន័យថាយើងឥឡូវយើងឆ្អិននិយាយអាចថាឆ្អិនហើយនៅលើផ្នែកវិស័យភោជនីយដ្ឋាន hospitality
ប៉ុន្តែ hotel management ពាក់ព័ន្ធជាមួយនឹង operate boutique ឬក៏ hotel ឲ្យកូនសិស្សក៏បានអនុវត្តច្រើនជាង restaurant យើងចង់ extension ការសិក្សារបស់សិស្សយើងអញ្ចឹងឥឡូវយើងមានតែ4ជំនាញទេយើងមានជំនាញ food and beverage service យើងមាននៅខាងផ្នែកចុងភៅយើងមានផ្នែកដុតនំហើយនឹងយើងមាន barista អញ្ចឹងបើសិនជាយើងអាចពង្រីកបន្ថែមទៅលើផ្នែក housekeeping ផ្នែក front office ផ្នែក spa beauty salon អីខ្ញុំគិតថាវាកាន់តែមានឱកាសដល់យុវជនយើងច្រើនថែមទៀតដើម្បីគាត់ទៅលើមករៀនទៅលើ full function ទៅលើ hotel បាទ operation នៅព្រោះប្រទេសកម្ពុជាយើងក៏យើងពឹងផ្អែកចំណូលមួយចំនួនហ្នឹងគឺទៅលើវិស័យទេសចរដែរចាបងចាអញ្ចឹងវិស័យបដិសណ្ឋារកិច្ចនេះពិតជាសំខាន់ខ្ញុំសូមងាកទៅក្រោយវិញបន្តិចណាតកតងនឹងអនុលោមភាពតាមច្បាប់មុននឹងយើងនិយាយមួយចំនួននេះយើងទៅបង់ពន្ធបង់អីចឹងណាតើយើងតើតាមច្បាប់បច្ចុប្បន្នដែលផានីកំពុងតែរ៉ាន់កំពុងដំណើរការស្ពូន restaurant នេះតើយើងត្រូវអនុលោមច្បាប់អីខ្លះបង់ពន្ធអីខ្លះដែរក្រៅពីជាមួយនឹងពន្ធដែរតើមានស្អីផ្សេងទៀតដែរអត់បាទយើងនិយាយរួមទៅឲ្យតែពាក់ព័ន្ធជាមួយនឹង SME ធ្វើគឺស្ពូនធ្វើដូចគ្នាអញ្ចឹងយើងមានពន្ធកាត់ទុកយើងមានពន្ធប្រាក់ចំណូលពន្ធប្រាក់ចំណេញតែបច្ចុប្បន្នដោយសារតែវិស័យទេសចរត្រូវបានលើកលែងពន្ធចាអញ្ចឹងទៅយើងបានការលើកលែងពន្ធមួយចំនួនចាហើយយើងមានពន្ធផ្លាកយីហោពន្ធទៅលើអញ្ញាប័ណ្ណអញ្ចឹងណាបងហើយពន្ធគេហៅខ្ញុំអត់សូវចាំថាពន្ធ VAT ប្រចាំឆ្នាំមួយឆ្នាំយើងបន្តចា VAT អានោះប្រាក់នេះបន្ថែមចាហ្នឹងហើយអញ្ចឹងទៅយើងនិយាយរួមទៅគ្រប់អីដែលជាច្បាប់ឲ្យយើង follow គឺយើងធ្វើតាមដោយសារខាង admin finance របស់ខ្ញុំគាត់មានសមត្ថភាពនឹងបច្ចេកទេសហ្នឹងហើយពេលដែលយើងទៅបង់ពន្ធនៅពន្ធដែរគាត់បានផ្ដល់ព័ត៌មានបន្ថែមអីដែលថ្មីមកជូនពួកយើងដែរអញ្ចឹងឥឡូវព័ត៌មានងាយស្រួលក្នុងការដឹងថាតើយើងត្រូវបង់អីខ្លះចាបងចុះក្រៅពីជាមួយនឹងខាងពន្ធដែរយើងមានទៅអនុលោមជាមួយខាងណាផ្សេងទៀតដែរអត់ទេយើងមានខាងច្បាប់ការងារដែរបងខាង MLVT ក៏យើងធ្វើជាមួយគ្នាចាហើយពន្ធរបស់យើងហ្នឹងគឺយើងមានពន្ធប្រចាំឆ្នាំអីច្រើនដែរចាបងហ្នឹងហើយចឹងបានន័យថាយើងអាចបង់បសសនេះសម្រាប់បុគ្គលិកផងយើងដែរដូចជាយុវជនដែរណាបាទចាបសសយើងមាន pension fund យើងមាន seniority មានអីច្រើនដែរបងនៅជាបន្ទុកដែរទៅជាបន្ទុករបស់ពួកយើងបាទអរគុណច្រើនខ្ញុំសូមបន្តទៅមុខទៀតតើយើងជជែកនេះដល់វគ្គរឿងបញ្ហាប្រឈមម្ដងចាបងមុននឹងនិយាយបន្តិចតែឥឡូវយើងស៊ីចម្រើនបន្តិចណាបញ្ហាប្រឈមតើបញ្ហាប្រឈមនឹងហានិភ័យសំខាន់អីខ្លះសម្រាប់ស្ពូនក្នុងការដែលដំណើរការបងចង់សម្ដៅលើ operate spoon cafe មែនទេបងបាទហ្នឹងហើយបងតកតងនឹងការយើង operate business គឺយើងត្រូវមានគំនិតគេហៅថានវានុវត្តន៍បងបាទជាប្រចាំអញ្ចឹងគាត់ថាបងទៅញ៉ាំនិយាយពី3ឆ្នាំមុនមហូបរបស់ស្ពូនដែលអត់មានឃើញអីប្រែប្រួលឃើញតែមុខមហូបប៉ុណ្ណឹងអញ្ចឹងណាបងអញ្ចឹងយើងត្រូវ renovate រហូតអញ្ចឹងណាពីមួយឆ្នាំទៅមួយឆ្នាំមួយខែទៅមួយខែយើងត្រូវធ្វើថ្មីរហូតអញ្ចឹងទៅ team របស់យើងក៏គាត់រៀង challenge ដែរទៅនឹងការបង្កើតអីថ្មី design អីថ្មីហ្នឹងចាហើយទី2បងដឹងស្រាប់ហើយយើងធ្វើការពឹងផ្អែកទៅលើវិស័យទេសចរអញ្ចឹងណាបាទអញ្ចឹងទៅមានកត្តាមួយចំនួនដែលមានការរំខានដែរក្នុងការ operation របស់យើងដូចជាបញ្ហាសង្គ្រាមបញ្ហាសេដ្ឋកិច្ចទូមានកំណត់ច្រើនហើយអ្នកបើកអាជីវកម្មក៏ច្រើនដែរអញ្ចឹងណាអញ្ចឹងក៏ជាឧបសគ្គមួយសម្រាប់ការដែលយើងបន្តដំណើររបស់យើងទៅមុខទៀតដែរចា៎ហើយម្ហូបអាហារដែលយើងធ្វើការកែច្នៃរបស់យើងភាគច្រើនមានការគ្រប់គ្រងច្រើនពីភ្ញៀវបរទេសតែបើភ្ញៀវខ្មែររបស់យើងភាគច្រើនគាត់ចូលចិត្តគាត់ស្រឡាញ់គាត់គ្រប់គ្រងអីដែល spoon ធ្វើគាត់ថាវាមិនមែនជាម្ហូបប្រចាំថ្ងៃដែលគាត់ត្រូវទៅហូបទេព្រោះយើងត្រូវការម្ហូបបែបដិតម្ហូបបែប hot pot អីចឹងណាវាហើយត្រូវការពេលលឿនទៀតអញ្ចឹងទៅ spoon យើងហ្នឹងម្ហូបមួយចានហ្នឹងត្រូវរងចាំបន្តិចសិនព្រោះយើងធ្វើភ្លាមច្នៃភ្លាមម្ហូបស្រស់ភ្លាមអញ្ចឹងទៅមានការរងចាំ
ចឹងទៅក៏ជាឧបសគ្គមួយដែរនៅក្នុងនឹងបងហើយដូចខ្ញុំជំរាបជូនបងចឹងSpoon Social Enterprise វាមិនចំណេញអីច្រើនពេកទេព្រោះគោលបំណងធំរបស់យើងហ្នឹងគឺអនុញ្ញាតឲ្យកូនសិស្សយើងបាន training ហើយយើងអត់ទៅឲ្យឆ្ងាយពី mission របស់យើងឯងយើងអត់មាន load ទៅនេះ load ទៅនោះដើម្បីទៅបានប្រាក់ចំណេញឯងអញ្ចឹងត្រូវតែធ្វើម៉េចឲ្យ social enterprise ហ្នឹងវាឆ្លើយតបនឹងបញ្ចូលទៅក្នុង mission របស់យើងដូចគ្នាចាអត់ឲ្យឆ្ងាយពេកឯងអញ្ចឹងណាចាអញ្ចឹងទៅវាត្រូវឲ្យខួរក្បាលយើងហ្នឹងឲ្យវាមាន balance ដែរតិចទៅច្រឡំទៅចិត្តទៅឲ្យទៅ business ដើរទៅសិនទៅលេចទៅកើតចាអញ្ចឹងទៅអត់កើតទេអញ្ចឹងត្រូវតែ concentrate ថារវាងអ្វីជា mission របស់យើងជា spoon អង្គការហ្នឹងហើយនឹង restaurant ហ្នឹងត្រូវដើរទន្ទឹមគ្នាប៉ុន្តែយើងត្រូវតែឲ្យ restaurant ហ្នឹងជួយ covering ការចំណាយរបស់ spoon Cambodia ហ្នឹងឲ្យបានច្រើនតាមអាចធ្វើទៅបានខ្ញុំឧទាហរណ៍ថាទោះបីយើងបែងចែកដាច់ដោយឡែកមែនប៉ុន្តែពេលសិស្សមកអនុវត្តនៅក្នុង restaurant យើងមានបានទៅគិតខុសមកពីណាកូនសិស្សធ្វើកាហ្វេធ្វើនំធ្វើតែនៅនឹងធ្វើចាក់ធ្វើចោលយើងបានគិតពីហ្នឹងឯងអញ្ចឹងវាជាការដែលធ្វើឲ្យគាត់បានរៀនអញ្ចឹងណាអញ្ចឹងការចំណេញរបស់យើងអាចមិនបានច្រើនហើយឧបសគ្គដែលធំមួយទៀតហ្នឹងគឺបងជំរាបបងជាចំណេញតិចយើងបានត្រឹម cover 25% អីហ្នឹងអញ្ចឹងនៅ 75% ទៀតនៅ rely លើ donor នៅឡើយឯងប៉ុន្តែមាន donor ខ្លះគាត់យល់ថាឃើញ spoon ដូចជារឹងមាំហើយដូចជាមានភ្ញៀវច្រើនដែរហើយអញ្ចឹងទៅគាត់ចង់ដកខ្លួនដែរអញ្ចឹងទៅហ្នឹងក៏ជាឧបសគ្គមួយដែរអញ្ចឹងពេលដែលយើងនៅក្រគឺថាទោះបីជាជួយប៉ុណ្ណាក៏ទៅមកពេលដឹងអញ្ចឹងគេអាចពិចារណាមិនជួយយើងដល់ពេលឥឡូវគឺយើងបានដើរតិចទៅគាត់ចាប់ផ្ដើមសម្លឹងប្រហែលជា spoon មានរណភាពហើយគឺឃើញមានគេស្គាល់មានអីអញ្ចឹងណាអញ្ចឹងទៅគាត់ពេលខ្លះក៏គាត់ត្រៀមដកខ្លួនដែរអញ្ចឹងណាទៅយើងនឹងទៅណាទេមានក្រមិនក្រធ្លាក់ទៅវិញបាត់ទេអញ្ចឹងណាបងអញ្ចឹងយើងត្រូវរក្សា stable ជាមួយនឹង donor របស់យើងអញ្ចឹង donor ខ្ញុំគិត25អញ្ចឹងបងដូចថាក្រានអីយើងកុំយកច្រើនពេកដល់90ដល់100អីអញ្ចឹងណាចឹងឲ្យមាន25 30 50អីចឹងទៅពីគ្រប់វិស័យពីគ្រប់ផ្នែកដូចថាក្រានយើងប៉ុណ្ណេះភាគរយទៅពី corporate ប៉ុណ្ណេះភាគរយទៅពី individual ប៉ុណ្ណេះទៅដើម្បីឲ្យថាមានអីមួយកើតឡើងនៃ donor ណាមួយយើងអត់ធ្លាក់ទាំងអស់ហ្នឹងហើយអញ្ចឹងទៅយើងយក balance ហ្នឹងឲ្យបានច្រើនអញ្ចឹងចាអញ្ចឹងអ្វីដែលយើងព្យាយាមធ្វើអញ្ចឹងមិនថាឧបសគ្គមានរាល់ថ្ងៃ operation មានរាល់ថ្ងៃដាច់ភ្លើងដាច់អីចក្រានអត់ធ្វើដំណើរអីចឹងទៅភ្ញៀវមកដល់ហើយអត់លុតភ្លើងឈឹងអីចឹងចាបងចាឧបសគ្គច្រើនតែទោះយ៉ាងណាយើងនៅព្យាយាមបន្តទៀតណាព្រោះចាំសម្ដីផាន់ឌេនិយាយពីដើមវិញថារៀងរាល់ប្រាក់ដែលបានមកគឺដើម្បីជួយជីវិតមនុស្សចាជួយជីវិតទៅដល់យុវជនយុវនារីផងយើងបាទសំខាន់មែនទែនហើយសង្ឃឹមថាម្ចាស់ជំនួយផងយើងដែលគាត់បានមើលវីដេអូនេះដែរណាមើលការជជែកភាសានេះដែរគាត់អាចពិចារណាឡើងវិញបើសិនជាគាត់ចង់ដកជំនួយពី Spoon ណាព្រោះមែនតើទៅបាន25%ទេចាបើគាត់ដកអានឹងផឹងទៅទៀតគឺគ្រោះថ្នាក់ហើយគឺថាក្មេងៗគាត់នឹងបាត់ឱកាសវិញណាបាទអរគុណចង់ជជែកបន្ថែមតិចទៀតមិញផានេះលើកពីបញ្ហាជាច្រើនហើយតាំងពីរឿងធ្វើចាក់ចោលតាំងពីរឿងភ្ញៀវទេសចរមានបញ្ហាដែលគាត់មិនអាចមកបានជាដើមហ្នឹងតើយើងក្នុងនាមជា Spoon យើងបានធ្វើការយ៉ាងម៉េចខ្លះដើម្បី overcome បាទឆ្លើយតបទៅនឹង challenge ទាំងអស់ហ្នឹងទៅលើបញ្ហាប្រឈមទាំងអស់ហ្នឹងដែរចាបងដោយសារតែបច្ចុប្បន្នខ្ញុំបានគិតច្រើនតែព័ន្ធជាមួយនឹងកញ្ចប់ក្នុងការផលិតសេវាកម្មថ្មីអញ្ចឹងណាបងអញ្ចឹង Spoon យើងមានតែអាហារservice មានភេសជ្ជៈ service អញ្ចឹងណាបាទអញ្ចឹងទៅបច្ចុប្បន្នខ្ញុំជំរាបបងពីខាងដើមយើងមានបន្ទប់ប្រជុំអញ្ចឹងណាអញ្ចឹងទៅភាគច្រើនខ្មែររបស់យើងគាត់អាចនឹងមិនមក individual ដើម្បីញ៉ាំបាយ Spoon ជាប្រចាំទេប៉ុន្តែយើងសូមឲ្យគាត់ជាស្ថាប័នវិញថាគាត់មកប្រើប្រាស់សេវាកម្មបន្ទប់ប្រជុំនៅ Spoon ទៅហើយគាត់អាចប្រើ catering refreshment ជាអាហារថ្ងៃត្រង់ជាអាហារពេលល្ងាចបន្ទាប់ពីចប់ប្រជុំរបស់គាត់អីចឹងណាអញ្ចឹងជាផ្នែកមួយដែលមានសមាគមមានអង្គការមាន
ក្រុមហ៊ុនអីមួយចំនួនគាត់ពិតជាបាន support ពេលយើងផលិតផលថ្មីនៅឆ្នាំ2026នេះចាបងហើយយើងមានអ្នក booking បដាតាម schedule អីចឹងទៅគឺមើលទៅដូចយើង keep busy នៅក្នុងកន្លែង facility ថ្មីយ៉ាងណាបងហើយទី2យើងមាន product ថ្មីដែរគឺគេហៅថា cooking class ចាអញ្ចឹងភ្ញៀវក្រៅពីគាត់ចង់ញ៉ាំអាហារនៅ Spoon ពេលខ្លះគាត់សួររក cooking class ដែរអញ្ចឹងណាហើយតួមួយចំនួនគាត់មានជា itinerary cooking class អញ្ចឹងទៅ Spoon បានរៀបចំ cooking class itinerary ឲ្យភ្ញៀវដែរអញ្ចឹងទៅចន្លោះ15នាក់ចុះក្រោមគឺយើងអាចធ្វើ cooking class រយៈពេល 3-4 ម៉ោងជូនគាត់ facility យើងនៅខាងក្រោយមានស្រាប់ហើយយើងនឹង create ជាសួនច្បារ facility យើងខាងក្រោយហ្នឹងឲ្យខ្លាយទៅជាដូចជាសួនដំណាំមួយដែលគាត់មានអារម្មណ៍ថាមកធ្វើម្ហូបសតខមួយ Spoon ហ្នឹងគឺជាផ្នែកមួយដែលគាត់បានមក experience from farm to table ដែរអញ្ចឹងណាបងប៉ុន្តែយើងព្យាយាមនឹងឆ្នៃវាឲ្យបានល្អប្រសើរបំផុតមិនទាន់បាន 100% តែយើងនឹង moving forward បែបហ្នឹងអញ្ចឹងណាបងហើយក្រៅពីហ្នឹងក៏មានបងប្អូនម្ចាស់ជាអ្នក start up អ្នកដែលគាត់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនតាមរយៈបើកជាហាងនំឬក៏ហាងកាហ្វេអីយើងមានជាលក្ខណៈ short course training ជូនពួកគាត់ដែរអញ្ចឹងណារៀនរយៈពេលខ្លីព្រោះអ្នកដែលគាត់មករៀននៅ Spoon U ហ្នឹងកូនសិស្សដែលមករៀននៅ Spoon U ដល់មួយឆ្នាំហ្នឹងមិនមែនរៀនជំនាញទាំងអស់ទេបងពួកគាត់ត្រូវរៀនភាសាអង់គ្លេសរៀនកុំព្យូទ័ររៀនបំណិនជីវិតរៀនធ្វើជាមនុស្សល្អចេះដឹងពីរបៀបរបបការងារអញ្ចឹងទៅបើធ្វើឲ្យការរៀនមកគាត់រយៈពេល1ឆ្នាំប៉ុន្តែបើសិនជាបងប្អូនដែលគាត់មានសមត្ថភាពចេះដឹងរឿងនឹងច្រើនហើយនោះគាត់មករៀនយកតែជំនាញដើម្បីយកទៅបើកអាជីវកម្មនោះគឺយើងរៀនតែ short course ត្រឹម4សប្តាហ៍ឬក៏2ខែទៅ3ខែអីគាត់អាចចេះចាប់អាជីពនឹងបានហើយគាត់អាចយកទៅបើកជា start up business របស់គាត់បានអញ្ចឹងណាបងនេះក៏ជាផ្នែកមួយដែលខាង trainer របស់យើងគាត់បានសម្រាប់សម្រាប់អ្នកដែលគាត់ជាមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួននៅផ្នែកជំនាញដែល Spoon មានចាបងតាមផានីប្រាប់មកបងលើកមុនគឺថាបាច់ចាំតែគាត់ចង់ទៅរៀនសតខុសឲ្យទៅគ្រូសាចាតែលេងសៀមរាបឲ្យមានមួយសេសមានពេលណាមួយនោះចង់ទៅធ្វើនំជាលក្ខណៈគ្រូសាក៏បានដែរណាបាទចំណាយពេលមកព្រឹកឬក៏មួយថ្ងៃជុំគ្នាចឹងទៅយើងមានផ្ដល់សេវាកម្មនឹងដែរចាបងចាអរគុណមុនផានីលើកដែរតាក់ទងទៅនឹងចង់បរិយាសេវាកម្មបន្ថែមទៅលើការគ្រប់គ្រងសាលាបែបសន្តាគារវិញណាចាបងគ្រូនឹងចាប់ដើមពេលណាដែរហើយយើងនឹងធ្វើបែបណាខ្លះដែរខ្ញុំពួកយើងគិតថាចង់ចាប់ដើមពីតូចទៅមួយឥឡូវយើងកំពុងតែកសាងគេហៅថា hotel project ចាយើងកំពុងតែ gathering information ទៅតងនឹងហ្នឹងហើយយើងមិនធ្វើធំពេកទេដូចយើង start ពី Spoon ដែលអាចរកចំណូលបាន$15មួយថ្ងៃសិនទៅដូចយើង2021សិនទៅពេលដែលយើងធ្លាក់ទៅយើងអត់សូវឈឺចូលចាក់ពួកពេកចាហ្នឹងហើយអញ្ចឹងទៅដូចគ្នាដែរអញ្ចឹងយើង start ជាមួយនឹងជំនាញសិនបងឧទាហរណ៍ថាបើយើងចង់បង្កើតជា hotel project តែយើងខ្វះជំនាញអីខ្លះដូច Spoon រងថ្ងៃយើងមានតែ4ជំនាញអញ្ចឹងយើងត្រូវបង្កើតជំនាញ 2-3 ទៀតដូចជាជំនាញ front office ជំនាញ housekeeping ជំនាញ spa beauty salon អញ្ចឹង trend មួយឆ្នាំឬ2ឆ្នាំសិនដើម្បីឲ្យយើង staff នៅលើការងារនឹងសិនតោះមកបានយើង project យើងឃើញថាឥឡូវយើងមានកូនសិស្សដែលអាចធ្វើទៅលើរឿងនឹងបានព្រោះsocial enterprise របស់យើងក៏ rely ទៅលើកូនសិស្សអនុវត្តផងដែរអញ្ចឹងបន្ទាប់ពីយើងធ្វើsmall project នឹងឲ្យចេញសិនទៅលើ skill 2-3 ទៀតដែលយើងត្រូវ operate ទៅក្នុង hotel បានយើងចាប់ផ្ដើម step មួយទៀតគឺ step create ជា hotel school តែម្ដងចាហើយគម្រោងយើងបង្កើតសាលានៅណានៅសៀមរាបឬក៏នៅណាដែរសាលាយើងចង់ធ្វើនៅសៀមរាបបងតែបើ restaurant យើងសម្លឹងមើលមកទីក្រុងភ្នំពេញចាបាទហ្នឹងហើយបើសិនជាអាចបរិយាមកដល់ភ្នំពេញបានសង្ឃឹមថាអង្គការសង្គមស៊ីវិលរបស់យើងហ្នឹងហើយអង្គការសង្គមស៊ីវិលរបស់យើងក៏ដូចជាប្រជាពលរដ្ឋយើងនៅទីក្រុងភ្នំពេញអាចចូលរួមជួយគ្រប់គ្រងណាចាបងព្រោះរាល់ការចំណាយរបស់ពួកគាត់គឺជាការជួយជីវិតរបស់មនុស្សបន្តទៅទៀតដែរបាទតាមពិតទៅពេលបើសិនតែយើងធ្វើមកភ្នំពេញវា alignment មួយបងគឺពាក់ព័ន្ធជាមួយនឹង intensive program
ព្រោះ បា សិ ទ ស្សរបស់យើងត្រង់ 30% នៃសិស្ស 80 នាក់ហើយ ដែលគាត់មកធ្វើមក internship នៅភ្នំពេញ អញ្ចឹងទៅដោយសារកូនសិស្សរបស់យើងគឺជាយុវជនយុវនារីដែលងាយរងគ្រោះ អញ្ចឹងទៅយើងអត់ដែលបណ្តោយគាត់ទៅដើរជួលផ្ទះរ៉ាត់ររាយហើយមក internship ទេ អញ្ចឹងពេលមកដាច់ខាតត្រូវតែមានគ្រូមើល ត្រូវតែមានឧតាលដែលគាត់មានផ្ទះស្នាក់អីឲ្យគាត់បានយើងឲ្យគាត់មក ហើយជាឧ បា ប ទ សគ្គធំមួយដែរ បើសិនជាយើងរំលងភ្នំពេញ ឱកាសការងាររបស់គាត់នៅភ្នំពេញច្រើន អញ្ចឹងណា ហ្នឹងហើយ ប៉ុន្តែនៅពេលដែលចុះកម្មសិក្សាហ្នឹង គឺយើងអត់មានផ្ទះស្នាក់ផ្ទះអីឲ្យគាត់ ពេលខ្លះយើងរំលងភ្នំពេញដែរ បា យើង ទ ទៅហួសទៅសីហនុទៅ ដោយសារសីហនុគេមានផ្ទះមានអីឲ្យស្នាក់អីចឹងណាប បា ង ទ អញ្ចឹងទៅបើសិនជាយើងមាន restaurant នៅភ្នំពេញ ដូចជាឲ្យយើងបានជាគ្រូបង្គោលណា មើលកូនសិស្សយើងអំឡុងពេលដែលគាត់ចុះកម្មសិក្សា បា អញ្ចឹ ទ ងមើលការខុសត្រូវទៅជាមណ្ឌលសុំចតមួយរយៈពេល 3-4 ខែ ទម្រាំតែគាត់រៀនចប់ internship របស់គាត់រកការងារធ្វើបានអញ្ចឹងណាបង បាទ អានេះក៏ជាឧបសគ្គមួយដែលយើងចង់ដោះស្រាយដែរ ចាបង អញ្ចឹងសម្រាប់យើង យើង expect ថាអាចពង្រីកជាភោជនីយដ្ឋានសសរ Enterprise មកភ្នំពេញ ហើយ hotel project យើងចង់ធ្វើនៅសៀមរាប បាទ ល្អ ចា មែនទែន ចា ណា បាទ ព្រោះធ្លាប់ជួបកូនសិស្សប៉ុនស្ពូនហ្នឹងណា ចា ថ្ងៃមុនទៅប្រជុំនៅ Novotel ចា សួរនាំគាត់លេងៗ គាត់ណែនាំខ្លួនគាត់មកពីស្ពូន អូ ចា surprise ណា គាត់រួសរាយ ចា រាក់ទាក់ ចាបង សេវាកម្មគាត់ល្អ ចាប បា ង ទ ហើយមែនទែនទៅបើការពិតមិញអត់បានជជែក គ្នា ចាប បាន ង សួរផាន់ឌីណា មែនទែនទៅយើងពេលដែលយើងបង្រៀនក្មេងៗដែលគាត់ធ្វើចុងភៅ ធ្វើបដិសណ្ឋារកិច្ចហ្នឹងនៅសាលានៅសៀមរាបស្ពូនហ្នឹង ក៏យើងមានកន្លែងគេងដែរមិនអញ្ចឹងណា ចា បាទ យើងបែងចែកកន្លែងគេងបុរសផ្សេង ស្ត្រីផ្សេង មានម៉ោងកីឡា ម៉ោងសម្រាក ម៉ោងអីគា ចា ត់ ចាបង ហើយក៏យើងមានចែកជាកង់ដែរ បើតាម ចា ដឹង ចា ណា ចែក ចា ជា ប កង់ ង ឲ្យគាត់ក្នុងការជិះមករៀន ច មកអីដែ ចា រណា បាទ ចាបង ចា អរគុណ កន្លងមកជាបទពិសោធន៍ មានអ្នកធ្លាប់មកសុំរៀនសតខុសបើក Bakery ហើយនៅពេលដែលគាត់រៀនហើយ តែគាត់ទៅ start up បែបណា ចំណាយទុនបែបណាខ្លះ ដើម្បីចាប់ផ្ដើមបាន ជាទូទៅភាគច្រើនពួកគាត់បើកហើយ បើកហើយ ចា បា បើក ទ ហើយ ប៉ុន្តែគាត់ចង់មកបំពេញបន្ថែមណាបង ចា អ្នកដែលគាត់មកស្ពូនstart up តែម្ដង គឺខាងកាហ្វេ អូ ចា បា អញ្ចឹ ទ ងគាត់ទៅបើកទៅ ពេលមករៀននៅស្ពូន ធម្មតាបើកូនសិស្សយើង យើងបង្រៀនតែកាហ្វេឆុងម៉ាស៊ីនទេ ប៉ុន្តែបើពួកគាត់ជាអាជីវកម្មខ្នាតតូចដែលចង់មករៀនតបអាជីវកម្ម យើងបង្រៀនទាំងកាហ្វេ Film ដែរ កាហ្វេដែលយើងឆុង ឆុង ដៃណា ដឹង បង ហើយ ឆុង ចា ដៃ ចា បាទ អញ្ចឹងយើងបរៀនគាត់ឲ្យចេះទៅ ទាំងពេលដែលគាត់ទៅ គាត់អាចមានម៉ាស៊ីនកាហ្វេទូចមួយទៅ ហើយនិងម៉ាស៊ីន Film ដែរ អញ្ចឹងអ្នកណាគាត់ចង់បានតម្លៃរៀងគួរសម គាត់អាចទិញម៉ាស៊ីនឆុងដៃទៅ អញ្ចឹង បា អ្នកណា ទ គាត់ស្រឡាញ់ចូលចិត្តកាហ្វេម៉ាស៊ីន គាត់មានទាំងពីរជម្រើសទៅ អញ្ចឹង បា ណា ទ បង ដើម្បីឲ្យគាត់ទៅធ្វើអាជីវកម្មទៅបានសមរម្យ បាទ តែសម្រាប់ការធ្វើនំ យើងមានតែអ្នកមកគាត់ចង់អភិវឌ្ឍ បើន័យគាត់បើកហើយ ប៉ុន្តែគាត់ចង់មករៀនបន្ថែមទៀត បា ចា ទ តែពេលដែលគាត់រៀនបន្ថែមហ្នឹង គឺអ្វីដែលខ្ញុំសង្កេតឃើញ មិនមែនតែគាត់ចេះតែធ្វើនំទេបង គឺយើងបំពាក់បំព័ន្ធគាត់ធំជាងគេនោះ គឺទាក់ទងទៅនឹងអនាម័យ នឹងការគ្រប់ ចា គ្រង គ្រប់ របៀប គ្រង គ្រប់គ្រ ចា ង ដូច បា ព្រោះ ទ យើងឃើញថា ម្ហូបអាហារផលិតដូចគ្នាមិនសូវខុសគ្នាទេ ប៉ុន្តែហេតុអីបានជាសេវាកម្មកន្លែងខ្លះថ្លៃ ចា យ៉ា តាម បា ព្រោះអី ទ វាពាក់ព័ន្ធជាមួយនឹងការទុកចិត្ត អនាម័យស្តង់ដារ ការដឹងពី Personal Grooming and Hygiene ទាំងអស់ហ្នឹង បាទ ចា SOP មួយចំនួន គឺយើងបានបង្រៀនពួកគាត់ អញ្ចឹងគាត់អាចត្រឡប់ទៅវិញជាមួយនឹងទៅ create renovate នៅវាវត្តថ្មីជាមួយនឹង បាទ កន្លែងអាជីវកម្មរបស់គាត់បង អូ ចា ខេ ល្អមែនទែនណា ចាបង ជាការរួមចំណែកមួយជួយទៅ ចា ដល់ប្រជាជនយើង គាត់អាចប្រកបរបរបានណា ចាប រ ង ក income ចា រកចំណូលក្នុងគាត់បាន អានេះអាចបញ្ជាក់បន្ថែមបានទេ បើសិនជាអាចបញ្ជាក់បានណា ចាបង ចា សម្រាប់បងប្អូនយើងបើគាត់មកចង់រៀនវគ្គសតខុសអញ្ចឹង ចា គាត់ បង ត្រូវចំណាយប្រមាណដែរ ក្នុងមួយវគ្គ អាស្រ័យលើពួកគាត់ទេ បើច្រើនពួកខ្ញុំ very understand បង ខ្ញុំអត់សូវប្រកាន់នឹងតម្លៃទេ បាទ អញ្ចឹងខ្ញុំឧទាហរណ៍ថា ដូចកូនស្រីមួយគាត់មកពីប៉ោយប៉ែតអញ្ចឹង គាត់មកពីពេលមានសង្គ្រាមមានអីអញ្ចឹង គាត់មកវិញអញ្ចឹង គាត់អត់មានមុខរបរ អញ្ចឹងទៅជាទូទៅបើរៀនរយៈពេល4 សប្តាហ៍អីចឹង វាចូល 10,000 ដែរបង ហ្នឹ ចា ងហើយ ហ្នឹងហើយ ចា ប៉ុន្តែដោយសារតែគាត់ យើងមើលទៅស្ថានភាពគាត់មិនសូវជាល្អប៉ុន្មានទេ អញ្ចឹងគាត់ contribute ទៅលើថ្លៃកាហ្វេ ថ្លៃគ្រឿងផ្សំគ្រឿងអីទៅ ហើយគាត់មករៀនជាមួយយើងបាន
Chẳng dương đầm lấy ở sầm khăn này sầm mẹp nhung sầm khăn ta nhung ai chua rôm chầm này ấy ban từ lừa mà trả chi cam năng muối rồi có nè này còn ọt cả ngày thứ tay còn ọt trong là thơ cả nghĩa để sao còn miền cầu miền ấy còn trong từ start up luôn hay chứ phụ dương để sao dương thọp thơ cả nan profit này chả là mạnh sật bao nhiêu nó chui ấy bán nhưng tay để chui chẳng bữa ta ơi phèp ta ta lấy mà mán nhung ọt miền tầm lấy đây sật phịch thì ọt đôi mà hộp à hà thì xong bây hộp à hà nhưng sật phịch cái đại bữa NGO tới qua tháng phần này bông miền tập bắn hay ai chứ nó nhưng mà ai tha ở tết nhưng mà giờ từ nhóm tới tại giờ nhóm thời qua cùng phụ còn hay chơi còn ai mà pra sự bạc cam để ai thua tự nó bông chả នេះហើយគឺសហគ្រាសសង្គម chả bông បាទខុសពីការរកស៊ី chả ផ្សេង bông ទៀត chả បាទ chả គឺយើងនៅតែយោគយល់ព្រោះការរកប្រកបរបរផងយើងនេះគឺដើម្បីសង្គមទៅវិញណា exactly បាទ chả ដើម្បីជួយទៅដល់មនុស្សវិញទេ ចា៎ បាទធ្លាប់ទៅចែកមួយផានីថ្ងៃមុនដែរនៅ restaurant ហ្នឹងណា ចា៎ ចែកគ្នាចុះឡើងទៅដល់រឿងមួយថាគំនិតមួយដែលលេចឡើងហ្នឹងគឺថាលក់ franchise តែ ចា៎ យើង បង ទៅ ចា៎ ចែកគ្នាថាតើទៅមុខទៀត spoon អាចលក់ franchise ទៅដល់អ្នកផ្សេងបានទេទីថា spoon រាល់ថ្ងៃយើងរៀបចំជា set up ជាកន្លែង restaurant មួយធំ ចា៎បង ប៉ុន្តែវាអាចទៅជា spoon មួយនៅតាម street food ចា៎បង ដែលយើង convert បាទកែប្រែ street food ហ្នឹងឲ្យទៅជាអាហារមួយដែលស្តង់ដារ ចា៎បង ហើយក្នុងតម្លៃមួយទៀត ចា៎បង តែអាចមនុស្សទូទៅគាត់អាចទៅទទួលយកបានណា ចា៎បង បាទ ចា៎ ទទួលយកសេវាកម្មហ្នឹងបាន ចា៎បងសម្រាប់កំណត់នេះការលក់ franchise យើងមិនមានកំណត់លក់ franchise ទេប៉ុន្តែដោយសារ spoon មានអតីតសិស្សច្រើនតែមានសិស្សខ្លះគាត់ក៏ចង់បើកអាជីវកម្មណាបង បាទ អញ្ចឹងសម្រាប់ខ្ញុំនៅក្នុងដែលខ្ញុំនិយាយពីខាងដើមចង់ឲ្យសិស្សមករៀន leadership មករៀន management មករៀនអំពី entrepreneurship វិញហ្នឹងណាគឺដើម្បីឲ្យគាត់រកឃើញខ្លួនឯងថាគាត់ចូលចិត្តធ្វើការឲ្យតាមស្ថាប័នក្រុមហ៊ុនឬក៏គាត់ចង់ start ខ្លួន up ឯង ចាអញ្ចឹងសម្រាប់យើងពិតជាឲ្យអត្ថភាពទៅដល់អតីតសិស្សយើងបើសិនជាគាត់ចង់បើកជាអាជីវកម្មយើងស្ម័គ្រចិត្តក្នុងការជួយគាត់ដើម្បីគាត់បើកអាជីវកម្មហើយយើងអាចដាក់ឈ្មោះគាត់ហោះបាយ spoon អញ្ចឹងយើងនឹងជួយគាត់ទៅលើ standard ទៅលើ SOP ទៅលើ supplier មួយចំនួនឲ្យ make sure ថាកាហ្វេរបស់គាត់គឺ unique របស់គាត់ហើយ consistency ឲ្យវាដូចគ្នាកុំឲ្យថាញ៉ាំថ្ងៃនេះរសជាតិនេះញ៉ាំស្អែកឡើងរសជាតិផ្សេងអញ្ចឹង បាទ អញ្ចឹង spoon នឹងជួយ support គាត់អញ្ចឹង under spoon hosting វាដូចជា franchise ដែរប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺកូនសិស្សមានជំរឿនអញ្ចឹង spoon កាហ្វេយើងឲ្យអនាគតបើសិនយើងមានប្រាក់ចំណេញច្រើនយើងចង់បានលុយមកកញ្ចប់ដូចជាលុយសម្រាប់ឲ្យគាត់ start up ចាអញ្ចឹងគាត់រៀនគាត់អីហើយយើងឲ្យគាត់ទៅ start up តែហោះ under spoon អញ្ចឹងឲ្យគាត់ run សិនគាត់មានជំរឿន2នៅពេលដែលគាត់រឹងមាំគាត់អាចឧទាហរណ៍ថានៅក្នុងសិតម៉ាស៊ីនហ្នឹងអស់ 7,000 គាត់មានជំរឿនថាគាត់ pay back មក spoon វិញនឹង 7,000 ហើយគាត់យកអាជីវកម្មហ្នឹងទៅចាឬក៏គាត់លក់ជាមួយ spoon ទៅហើយគាត់នឹង បែងចែកគ្នាទៅ share profit share អីជាមួយនឹង spoon ទៅអញ្ចឹងសម្រាប់ spoon បាន share profit មកចូលទៅសសរ enterprise ទៅគាត់បាន profit មកក៏គាត់ទៅអញ្ចឹងណាចាយើងគាត់មានជំរឿនពីរបែបហ្នឹងហើយបើសិនតែគាត់សម្រាប់ចិត្តថាចង់ pay off ផ្ដាច់តែម្ដងក៏បានអញ្ចឹងយើងទុកអាមកកញ្ចប់ហ្នឹងឲ្យទៅ ក្មេងដទៃ អ្នក ទៀត ផ្សេងទៀតអញ្ចឹងណាបងតែយើងនៅតែហោះ under spoon ដើម្បីជួយពួកគាត់ បាទ ទៅមុខទៀតតែបើថាឲ្យយើងលក់ franchise ទៅដល់ម្ចាស់អាជីវកម្មគាត់ថាយើងអត់ទាន់ហ៊ានទេបង បាទ ព្រោះឥឡូវហ្នឹងអាជីវកម្មល្អៗរៀបដូចផ្សិតហើយមានស្តង់ដារខ្ពស់មែនតើអញ្ចឹងហើយពួកយើងគាត់តែជា social enterprise ខ្ញុំបារម្ភតែថាយើងអត់ទាន់ ready សម្រាប់លក់ franchise ទៅឲ្យម្ចាស់អាជីវកម្មដែលគាត់មានលុយសម្រាប់វិនិយោគណាប៉ុន្តែពួកខ្ញុំនឹងវិនិយោគជាមួយអតីតសិស្ស អូខេ ចាបងចា ព្រោះនេះជាការរួមចំណែកជួយគាត់បន្តទៀត ចាបងខ្ញុំជឿថាឧទាហរណ៍ដូច spoon កាហ្វេរាល់ថ្ងៃបើអត់មាន NGO ទេគឺ restaurant ហ្នឹងគឺអាចជួយបុគ្គលិក20នាក់ជាងនៅក្រៅ restaurant ហ្នឹងអញ្ចឹងខ្ញុំជឿថាបើសិនថ្ងៃក្រោយយើងឲ្យយុវជនរបស់យើងបង្កើតអាជីវកម្មដែលក្រោមជំនាញពិតប្រាកដរបស់គាត់ខ្ញុំជឿថាគាត់ត្រូវការបុគ្គលិក បាទ 1 2បើសិនតែយើងបង្កើត10នាក់បើសិនគាត់ត្រូវការបុគ្គលិក3បើន័យថាគាត់ជួយមនុស្ស30 ហ្នឹង ចាបើសិនតែគាត់រីធំដល់ដូច spoon អញ្ចឹងគាត់ត្រូវការ20 30នាក់ថ្ងៃក្រោយយុវជនយើងនឹងមានការងារធ្វើច្រើនក្រោមអាជីវកម្មខ្នាតតូច ចា ចា បាទអញ្ចឹងទៅក៏យើងអាចបន្ថយប្រាក់
គេថាក្រានពីម្ចាស់ជំនួយដែរ ចាបងត្រឹមត្រូវ ដើម្បីជួយក្មេងៗបាន ចា គឺលក្ខណៈអ្នកក្នុងស្រុកជួយអ្នកក្នុងស្រុកវិញ ហ្នឹងហើយ ចា យើងជួយគ្នាវិញតាមលទ្ធ ចា ភាពណាចំណុចមួយចង់បកក្រោយបន្តិចចែកនេះចូលចែកណាទៅមុខថយក្រោយទៅមុខថយក្រោយ ចា ថយក្រោយបន្តិចកន្លងមកដល់ពេលយើងsupport ជួយគ្រប់គ្រងដល់យុវជនយុវនារីដែលគាត់មករៀនណាតាំងពីចាប់ដើមពី10នាក់រហូតដល់80នាក់តើធ្លាប់មានអ្នកបោះបង់ទេកំពុងរៀនហើយបោះបង់ នៅស្ពូនបងអ្វីដែលខ្ញុំជម្រាបបងពីខាងដើមតាំងពីមូលហេតុដែលខ្ញុំ hand over ឬក៏បង្កើតអង្គការស្ពូនឆ្នាំ2021ពុទ្ធស្រឡាញ់គម្រោងនឹងមែនតើគម្រោងនឹងគឺរៀនចប់ 100% អត់ដែលមានការបោះបង់ទេហើយសិស្សខ្ញុំចង់ទៅសេ case មួយណាក៏បានដែរ អូ ចឹងណាគឺសម្រាប់ខ្ញុំស្រឡាញ់ថា every single dollar ដែល donor គាត់ឲ្យហ្នឹងគឺ invest ហ្មង គឺបានផលហ្មងណាអញ្ចឹងទៅតាំងពីខ្ញុំ operate សិស្សរបស់យើងជាង600នាក់មកគឺអត់ដែលមានសិស្សណាសុំទៅផ្ទះបើមានតែគ្រូសាគាត់ចង់គាត់ជុំចាកតាផ្សេងប៉ុន្តែបើគាត់បោះបង់អានឹងយើងពិបាកប៉ុន្តែបើគ្រូសាគាត់ចង់អានឹងយើងទៅសម្រាប់គ្រូសានោះវិញចាស្រួលទេអញ្ចឹងសម្រាប់យើងនៅ Spoon យើងដូចជាមាន holistic system protect ឯសារយើងមាន social work យើងមាន counselor ចាំជួយ support emotional support របស់គាត់ហើយយើងមានក្រុមការងារគឺដោយសារយើងនៅក្នុងវិស័យបដិសណ្ឋារកិច្ចស្រាប់អញ្ចឹងភាពរុះរាយរាក់ទាក់ការយល់ចិត្តគ្នានឹងមានច្រើនមែនតើអញ្ចឹងទៅធ្វើឲ្យក្មេងៗមកគាត់មានអារម្មណ៍ថាវាដូចជា second family ហើយមួយទៀតគាត់អត់មានលេសអីទៀតទេបងព្រោះមកដល់គឺគ្រប់យ៉ាងគឺយើងសិតឲ្យគាត់រួចហើយអាហារគឺយើងមានឲ្យហូបកន្លែងមាននៅកង់មានឲ្យជិះចាមាន insurance ពេលឈឺម៉ែឪគាត់សឹងតែមិនដឹងថាកូនឈឺគឺយើងមានពេទ្យដែលគាត់អាចទៅគេងដែលមិនចាំបាច់អស់លុយដោយសារយើងទិញ insurance ឲ្យគាត់រៀនចប់មានការងារធ្វើមានរៀនអង់គ្លេសមានរៀនកុំព្យូទ័រមាន guest speaker មួយសប្តាហ៍ពីរសប្តាហ៍ម្ដងជិះកង់ cycling picnic យើងព្យាយាម create ឲ្យទៅជាជីវិតថ្មីមួយរបស់គាត់អានេះគឺជាជីវិតមិនមែនមកទៅរៀនមួយថ្ងៃអង្គុយទៅក្នុងបន្ទប់រៀនទេចាហើយលើកពីហ្នឹងទៀតគឺគាត់ស្រឡាញ់អាការអនុវត្តហ្នឹងហ្មងគាត់រៀននំគាត់រៀនធ្វើម្ហូបគាត់អីអញ្ចឹងទៅគាត់ទទួលបានអីដែលថ្មីរហូតអញ្ចឹងទៅគាត់មួយឆ្នាំពេញគឺគាត់លឿនមែនតើមានអ្នកខ្លះនៅដែរសុំនៅបន្ថែមមួយឆ្នាំទៀតមកអ្នកគ្រូអត់តន់ចង់ទៅអត់តន់រួចរាល់ក្នុងការដែលបាត់នឹកគ្រូបាទអត់តន់ត្រៀមខ្លួនក្នុងការអូខ្ញុំបញ្ចប់ហើយណាអត់មានអ្នកពាក្យចាអត់មានអ្នកគេអតែចង់ចេញទេចឹងតើយើងបង្កើតវគ្គបន្តទៀតចឹងចាអញ្ចឹងមិនយើងចង់មានឆ្នាំទី2 Hotel Logic ណាបងបើសិនតែ possible សម្រាប់ខ្ញុំគឺដូចជួយពួកក្មេងៗខ្លះគាត់រៀនត្រឹមថ្នាក់ទី6ពេលគាត់រៀនចប់ត្រឹមមួយឆ្នាំហ្នឹងគឺអា credit គុណវុឌ្ឍិរបស់គាត់វាអត់ទាន់ទៅលើបានទេអញ្ចឹងវានៅតិចមែនតើបានតែជំនាញណាចឹងខ្ញុំចង់ឲ្យគាត់មានឆ្នាំទី2ទៀតទៅគាត់បានជា academic បានអីដល់យើងអាចធ្វើការសហការជាមួយក្រសួងការងារនិងក្រសួងទេសចរដែលជាអ្នកដែលយើង MOU ជាមួយគាត់អញ្ចឹងណាបងយើងសង្ឃឹមថាnext step ហ្នឹង Spoon អាចធ្វើជា academic មួយដែលអាចឲ្យគេទទួលស្គាល់គុណវុឌ្ឍិរបស់គាត់ជា senior ថ្ងៃក្រោយទៅបាទប៉ុន្តែអត់មានសិស្សក្នុងការដែលគាត់សុំត្រប់សុំចាក់ចែកចាមិនកន្លងមកធ្លាប់មានសិស្សមួយដែលគាត់ថាអើយអ្នកគ្រូខ្ញុំរៀនអានេះមើលទៅដូចទៅមុខខ្ញុំសំដោមកមុខវិជ្ជានេះវិញមានចឹងមានដកផ្លាស់ដកវិជ្ជាមានខ្លះដែរបងគាត់ថាពេលដែលយើងជជែកជាមួយគាត់យើងមានបុគ្គលិកសង្គមកិច្ចស្វែងយល់ពីគាត់ទៅយើងមើលឃើញថាមិនមែនគាត់មិនចង់ទេគាត់ថាពេលខ្លះនៅពេលដែលយើងបង្រៀនធម្មតាយើងបង្រៀនមិនមែនមករៀនម្នាក់ពីរនាក់ឯងយើងបង្រៀនម្ដងច្រើនអ្នកមកទងចន្លោះ13ឬ12អញ្ចឹងណាអញ្ចឹងមានសិស្សខ្លះគាត់អត់ជំរុញលើកទឹកចិត្តទៅមុខទេព្រោះពេលខ្លះពេលលោកគ្រូ demonstrate ធ្វើម្ហូបអីគាត់នៅតែឈរមើលអញ្ចឹងណាដល់ពេលខ្លះគាត់ថាដូចអត់សូវចូលចិត្តទេពួកបានតែឈរមើលអីអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបានមានសង្គមកិច្ចចាប់ផ្ដើមយល់ថាអូក្មេងម្នាក់ហ្នឹងគាត់អត់ហ៊ានទៅមុខទេអត់ហ៊ានទៅរកគ្រូដើម្បីធ្វើ demonstrate ទេគាត់នៅឈរមើលយូរទៅគាត់រៀងអត់សូវ active អញ្ចឹងទៅយើងចាប់ផ្ដើមដូរវិធីសាស្ត្រឲ្យអូនដែលគាត់រៀង less motivation ហ្នឹងឲ្យមកមុខឲ្យបានមួយច្រើនហើយឲ្យគាត់ធ្វើសូគេឲ្យបានច្រើនអញ្ចឹងទៅគាត់មានអារម្មណ៍ថាគាត់ជួយចិត្តអាហ្នឹងហើយគាត់ដូរទៀតទេអញ្ចឹងយើងឲ្យសាកថាឥឡូវយើងជួបគាត់ហើយគាត់ចង់ដូរឥឡូវអូនឯងត្រឡប់ទៅវិញ
mà khai thì sân rồi biển thật thì sân sạ mơ mơ ta pe từ với những bờ cả là khai ăn châu chất chăm prap kêu mình phần tay pe để con tới nó cứ dựng đồ thì sao đôi dài ta riêng sạ cá kêu thằng ấp đấy sạ cá cái này ôn nắng có cho chết ăn đồ chứ nhưng tôi thấy ôn nó ban ăn đồ để ban ra mình than được không chỉ cần bay mình than thì mê riết thay ấy chứ là pe mà khai khối nhưng vô làm có cái thằng thế nhưng mà đấy nhưng từ là ăn nhưng châu chất ăn chứ nó chả chẳng như đào sải khai bạch khai chẳng hạn mình tên chạy cái du đài này là một đào sầm nua trong cài mùi đấy sầm đẹp pan này chỉ ăn sạch bệnh và sân chỉ on ca công server chứ mà chấm nún tại con biên pe cam rồi còn test map size riêng chấm buôn pan này chấm buôn on ca spoon mình pan này on ca spoon ta pan này ai chui ao chỉ ăn sạch quạt ao chỉ chụp bò con bạn mấy năm mới còn thêm khluồn từ thưa đường đó lòng nhung cái tha tim muối cứ bong bóng stream club mới cứ plug đầu mindset sân plug đầu cả cái pi dương chia ông ca sân công silver ở chia tới chia mindset muối tiệt ở chia mindset muối tiệt để thay dương mẹ bảo bị soi rập sập chăn mới chỉ một ông ca sân công silver ta dương từ từ kết mùi mình tiết tại tông từ nâng ca vừa chỉ bậc cam chả hay plug đầu tùm lọp ca nghe đại dương kết sở tật kết mong vậy đâu mong pram anh chấn ao ta chỉ ca nghĩa đây ao ta chỉ đầm rời cá dương ăn qua đường mỏng về vật lìa chả hai mươi tiết thơ ca tệ tông từ nâng xã cây sông cúng để dương dậy khi mình chừng tăng luôn chia mà chả chịu cảm phần tái trơ tay từ tu score tha chấm nốt mà chỉ được bao dương bài chấm nốt được bao thà bắt là với chuối nè từ tu phò tay dương chỉ nè cho nó dương chỉ nè lít nó trơ tăng luôn chia mà chả chịu cảm bài chả đội dương lụa đồ chứ á miền là na từ prap dương tháo ấy plum lá complete over tết từ đòn mục xa để mấy lụa ấy miền là na prap dương miền là na prap dương tha cất cu lôi phong đấy bây giờ đăng trình đánh khát ở miền là na mà prap dương ở miền donor ở miền finance account na ở dương xe vì cài bạc thì group giang cứ tranh vì independent ownership bảo dương sẵn sàng hay có dương từ tu score thao viên mình chỉ chấm nổi bảo dương và tu chỉ chấm đánh có dương mình bàn ấy đấy mình tái dương từ 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 thứ đam mê aiสมาคมអង្គការដែលយើងស្រឡាញ់នេះដែលយើងចង់ឲ្យឃើញឲ្យ mission យើងដើររហូតនេះវាធ្វើដំណើរទៅបានបើទោះជាថ្ងៃណាមាន donor ក៏ដកខ្លួនអីគឺយើងនៅតែបន្តបានទោះបីមិនបានធំដូចដើមប៉ុន្តែយើងនៅតែរៈបន្តទៅមុខទៀតហ្នឹងគឺចំណុចសំខាន់ហើយទី2សម្រាប់ខ្ញុំគឺរៀនអ្វីដែលថ្មីរៀនអ្វីដែលថ្មីពាក់ព័ន្ធជាមួយនឹងអាជីវកម្មដែលយើងត្រៀមធ្វើហ្នឹងចាហើយ digital ក៏សំខាន់ដែរអញ្ចឹងណាមាន AI មានអីពាក់ព័ន្ធជាមួយនឹង branding អីហ្នឹងណាបាទចាហើយ build network ឲ្យបានច្រើនចា build កសាងទំនាក់ទំនងឲ្យបានច្រើនចាហ្នឹងហើយចំណាយពេលច្រើនណាការកសាង network ហ្នឹងហើយបណ្ដាញចាអត់ខ្វល់យប់ថ្ងៃទេចង្ការ coffee talk ចង្ការ gala dinner អញ្ចឹងណាចង្ការកម្មវិធីថ្ងៃសុក្រកម្មវិធីថ្ងៃអាទិត្យអីចឹងទៅយើងខ្លួនយើងត្រូវតែលះបង់តែម្ដងដើម្បីឈរក្នុងនាមជាម្ចាស់អាជីវកម្មមួយហ្នឹងចាបើសិនតែយើងធ្វើអញ្ចឹងបានហើយយើងកសាងក្រុមមួយដែលរឹងមាំបាទចាកសាងក្រុមដែលរឹងមាំចាហើយក្រៅពីហ្នឹងគឺមានតិចតួចតកតងទៅនឹងការដឹងអំពីចំណូលចំណាយការសន្សំចាយវាត្រូវតែប្រយ័ត្នប្រយែងអញ្ចឹងមិនអាចថាថ្ងៃនេះឃើញថាចំណេញច្រើនហើយខែក្រោយដាក់ឲ្យវាម៉ាត់តែម្ដងអស់លេងអញ្ចឹងអត់កើតទេបងអញ្ចឹងណាអញ្ចឹងទៅការចាយវាតែប្រយ័ត្នសម្រាប់ខ្ញុំដោយសារខ្ញុំកាន់ NGO ផងកាន់ business ផងអញ្ចឹងទៅយើងមានពេលខ្លះ two heads ពេលយើងជា NGO យើងធ្វើម៉េចឲ្យប្រព័ន្ធការពារ system របស់យើងផ្ដល់សេវាកម្មឲ្យ beneficiary របស់យើង client របស់យើងនឹងល្អបំផុតដើម្បីឲ្យគាត់អាចមានជីវិតឯករាជ្យប៉ុន្តែពេលមក social enterprise យើងអត់មានគិតអញ្ចឹងយើងគិតធ្វើម៉េចក៏ដោយគ្រប់កាក់គ្រប់សេនត្រូវតែដឹងថាចាចំណាយបានអីមកវិញចាបានអីមកវិញចាបានអីមកវិញហ្នឹងដើម្បីអីដើម្បីឲ្យបានជាចំណេញហ្នឹងសល់ទៅដើម្បីយកទៅចាយនៅក្នុង NGO វិញចាចឹងអាហ្នឹងក៏យើងចាប់ពីយ៉ាងដែរព្រោះពេលខ្លះយើងដឹកគិតថាមិនមែនរបស់ខ្ញុំផងចង់ធ្វើអីឲ្យវារៀងស្រួលតិចទៅយើងក៏ចាយវា
bill នេះ bill នោះអីអស់លីង បាទ ទៅយើងអត់មាន resale អីសោះព្រោះយើងគិតថាអីទេទោះយ៉ាងណាក៏មិនមែនរបស់យើងអីចឹងណាអាហ្នឹងគឺយើងអត់មានទេអត់មានសល់ទេចា បាទ ចា អូខេ ហ្នឹងហើយ អរគុណច្រើនផានីសម្រាប់ការចែករំលែក ចាប បាទ ង រយៈពេលនេះចូលចង់1ម៉ោងហើយសួរយើង ចា ចែក បង គ្នា ចា នេះហ្នឹងហើយ ចឹងល្អមែនទែនសម្រាប់ជាពុទ្ធិមួយទៅដ ចា ល់ ប អង្គ ងការសង្គមស៊ីវិលយើងផ្សេងទៀតដែរបើសិនជាគាត់ចង់ប្រែក្លាយខ្លួនគាត់ទៅជាសហគ្រាសសង្គម ចា មិនថាសហគ្រាសសង្គមដូច Spoon ទេអាចសហគ្រាសសង្គមផ្សេងៗទៀតគាត់ ចា គាត់ បង យល់ដឹងពីរឿងចំណុចទាំងអស់នេះដែ ចា រ បង ណា ចា តែជាពិសេសនោះគឺអនុលោមទៅតាមច្បាប់ ច្បាប់ចា បាទយើងត្រូវបង់ពន្ធយើងត្រូវធ្វើអីផ្សេងទៀតទៅ ចា តាម បង លក្ខន្តិកៈទាំងអស់នេះដែរ ចាបង បាទចឹងចុងក្រោយនេះសូមអរគុណដល់ផានីដែរ អ ដែ រ ល គុណ បាន បង ចំណាយ ចា ពេលវេលាចូលរួមជាមួយនឹង podcast របស់យើងថ្ងៃនេះ ហើយសង្ឃឹមថាធ្វើដំណើរទៅសៀមរាបវិញសុខសប្បាយណាបាទ អរគុណបង បា ចា ទ ចឹងអរគុណដល់ប្រិយមិត្តដែរដើម្បីដែលបានតាមដានរយៈពេលរយៈពេល1ម៉ោងនេះប្រហែលជា1ម៉ោងហើយយើងជជែកគ្នានេះហើយសង្ឃឹមថាលោកស្រីឬក៏ប្រិយមិត្តទាំងអស់ដែលអត់ទាន់បានស្គាល់ពី CCC page របស់ CCC អាចចូលរួមជួយ like ជួយ share និងជួយ comment បន្ថែមហើយក៏ដូចជា subscribe ទៅលើ YouTube channel របស់យើងផងដែរបាទចឹងសូមអរគុណណាបាទ អរគុណបងចាអរគុណច្រើន